សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងខ្មោចមួយរឿងទៀតដោយសាច់រឿងមួយនេះអាចនិយាយបានថាគឺជាសាច់រឿងដ៏រន្ធត់និងគួរឲ្យខ្លាចខ្លាំងមួយរឿងដែរដែលកើតឡើងចេញពីសាកសពរបស់ក្មេងប្រុសម្នាក់នៅពេលដែលគួយកូននោះត្រូវបានស្លាប់បាត់បង់ជីវិតប៉ុន្តែអត់មានអ្នកណាគេដឹងនោះទេសូម្បីតែមិត្តភ័ក្តិសាច់ញាតិបងប្អូននឹងអត់មានអ្នកណាគេចាប់អារម្មណ៍នោះទេប៉ុន្តែចំណែកត្រង់ថាគួរដែលយកទៅខ្វៀលនឹងត្រូវបានត្រឡប់មកផ្ទះវិញអស់ហើយនៅពេលក្បាលល្ងាចប៉ុន្តែចំណែកអីតែកូនប្រុសឬក៏ក្មេងប្រុសម្នាក់នឹងអត់ត្រឡប់មកផ្ទះវិញសោះធ្វើឲ្យពុកម្ដាយនោះខំប្រឹងដើរស្វែងរកពេញភូមិស្មានថាទៅលេងនៅផ្ទះមិត្តភ័ក្តិមួយណាប៉ុន្តែរកយ៉ាងណាក៏រកមិនឃើញអញ្ចឹងក៏ទុកចោលពេញមួយយប់ទៅដោយឪពុកម្ដាយនឹកស្មានថានៅថ្ងៃព្រឹកស្អែកហ្នឹងវានឹងត្រឡប់មកផ្ទះវិញហើយវាច្បាស់ជាមិនទៅចោលផ្ទះយូរនោះទេប៉ុន្តែពួកគាត់មិនដឹងថាក្មេងប្រុសម្នាក់នឹងស្លាប់បាត់បង់ជីវិតទៅហើយដែលជាហេតុធ្វើឲ្យសាកសពឬក៏ខ្មោចរបស់ក្មេងប្រុសម្នាក់នឹងចាប់ផ្ដើមលងបន្លាចតែម្ដងហើយក៏ហេតុកើតជាហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនៅក្នុងសាច់រឿងមួយនេះដូច្នេះដើម្បីចង់ដឹងថាតើហេតុអ្វីបានជាក្មេងប្រុសម្នាក់នឹងស្លាប់ហើយតើការលងបន្លាចរបស់វិញ្ញាណក្មេងប្រុសម្នាក់នឹងគួរឲ្យខ្លាចនិងព្រឺក្បាលដល់កម្រិតណាសូមចូលទៅស្ដាប់នៃការបកស្រាយសាច់រឿងនេះពេញទាំងអស់គ្នាសាច់រឿងដែលគួរឲ្យខ្លាចមួយនេះត្រូវបានកើតឡើងទៅលើក្មេងប្រុសម្នាក់ដែលគេមានឈ្មោះថានាយសីបន្ទាប់ពីនាយសីមានអាយុប្រមាណជាង15ឆ្នាំហើយឃើញថានាយសីនោះគឺអត់ចេះអក្សរសំបីតែមួយតួព្រោះតែកាលពីសម័យមុនសម្រាប់កូនអ្នកក្រឬក៏ជាកូនសកសិករនឹងគ្មានឱកាសនៅក្នុងការរៀនសូត្រដូចជាកូនអ្នកមានដតីទៀតនោះទេឬក៏ជាកូនមន្ត្រីនោះទេអញ្ចឹងដោយសារតែឪពុកឃើញថាកូនកាន់តែមានវ័យធំទៅបើចេះតែបណ្ដោយឲ្យគេនៅផ្ទះជួយកិច្ចការងារស្រែចម្ការរបស់ខ្លួនទៀតខ្លាចថាអនាគតរបស់គេនឹងដូចជាខ្លួនដែរអញ្ចឹងក៏សម្រេចចិត្តបញ្ជូននិស្ស័យនឹងឲ្យទៅបួសរៀននៅវត្តតែម្ដងទៅដើម្បីឲ្យគេនោះបានរៀនសូត្រអក្សរខ្លះពីក្នុងវត្តមកព្រោះអីកាលពីសម័យហ្នឹងគ្មានប្រាក់ឲ្យកូនទៅរៀននោះទេបានត្រឹមតែឲ្យគេធ្វើស្រែចម្ការតពីឪពុកម្ដាយតែប៉ុណ្្នឹងឯងប៉ុន្តែឪពុករបស់និស្ស័យនោះបែរជាបែកគំនិតខុសពីអ្នកភូមិដទៃទៀតសុកចិត្តបញ្ជូននិស្ស័យឲ្យទៅរស់នៅក្នុងវត្តជាមួយនឹងព្រះសង្ឃដើម្បីទៅរៀនអក្សរនៅក្នុងវត្តនឹងតែម្ដងប៉ុន្តែដោយសារតែវត្តនោះឆ្ងាយពេកគាត់បន្ទាប់ពីបញ្ជូននិស្ស័យឲ្យទៅនៅក្នុងវត្តជាមួយនឹងព្រះសង្ឃហើយគាត់ក៏មិនសូវជាមានឱកាសទៅលេងកូននៅក្នុងវត្តនឹងដែរបែរមកកាន់និស្ស័យនេះវិញក៏បានមករស់នៅក្នុងវត្តដោយពឹងអាស្រ័យជាមួយនឹងព្រះសង្ឃមួយអង្គដែលមិនមែនជាប្រជាអតិកានោះទេដោយលោកគឺមានព្រះនាមថាលោកតាយ៉ងលោកតាយ៉ងគឺជាព្រះសង្ឃមួយអង្គដែលចេះនិមន្តអាគមខ្លះជាពិសេសលោកថែមទាំងចេះដល់អំពើឲ្យជួយដល់អ្នកភូមិផងដែរឲ្យតែអ្នកភូមិមានការត្រូវអំពើអំព័ន្ធរបស់គេឬក៏ត្រូវអារក្សខ្មោចចូលអីហ្នឹងភាគច្រើនគឺសិតតែមកពឹងពាក់លោកតាយ៉ងដើម្បីឲ្យជួយអញ្ចឹងហើយបានជាពលរបស់និស្ស័យនោះចង់ពឹងពាក់និងសុំឲ្យលោកតាយ៉ងនោះទទួលយកកូនប្រុសរបស់គាត់ម្នាក់ឲ្យមករៀននៅជាមួយនឹងលោកតាយ៉ងដែរហើយណាមួយគឺដោយសារតែលោកតាយ៉ងនឹងក៏ជាសាច់ឈាមឪពុករបស់និស្ស័យដែរប៉ុន្តែគាត់គ្រាន់តែជាសាច់ឆ្ងាយតែប៉ុណ្ណោះមិនសូវជាមានទំនាក់ទំនងគ្នាខ្លាំងនោះទេហើយដោយសារតែយល់ថាជាសាច់ឆ្ងាយអញ្ចឹងលោកតាយ៉ងក៏យល់ព្រមទទួលនិស្ស័យនោះធ្វើជាកូនសិស្សរបស់លោកនៅពេលដែលនិមន្តបិណ្ឌបាតហ្នឹងគឺលោកតែងតែនាំនិស្ស័យទៅជាមួយបន្ទាប់ពីនិស្ស័យទៅរស់នៅក្នុងវត្តជាមួយនឹងលោកតាយ៉ងយកលោកតាយ៉ងធ្វើជាគ្រូរៀនធម៌អាជាមួយនឹងលោកតាយ៉ងបានរយៈពេល1ខែក្រោយមកស្រាប់តែនៅថ្ងៃមួយម៉ោងប្រមាណជាង6កន្លះយប់មេឃចាប់ផ្ដើមងឹតបណ្ដាទៅហើយហ្នឹងនិស្ស័យទៅតែនៅមួយទឹករួចបំរើនឹងរត់ឡើងទៅលើកុដិដើម្បីផ្លាស់សម្លៀកបំពាក់ប៉ុន្តែគេបែរជាឈប់នៅមាត់ចណ្ដាលភ្លាមដោយសារតែគេបានឃើញនៅលោកតាម្នាក់នោះគាត់ក៏បានជិះរទេះមកជាមួយនឹងចៅប្រុសរបស់គាត់ដែលត្រូវជាមិត្តភ័ក្តិរបស់និស្ស័យដែរហើយបើតាមមើលទៅទឹកមុខរបស់គាត់នឹងហាក់ដូចជាស្លន់ស្លោអញ្ចឹងហើយបានជានិស្ស័យចាប់អារម្មណ៍ជាមួយនឹងទឹកមុខរបស់គាត់ហើយគេក៏បានឈប់ត្រឹងដើម្បីចាំមើលថាតើមិត្តភ័ក្តិរបស់លោកតាគេនោះមានការអីបានជាមករកលោកតាយ៉ងដែលជាលោកគ្រូរបស់ខ្លួននោះទាំងស្មាននេះដែលលោកកំពុងតែគង់នៅមុខកុដិនឹងល្មមហើយលោកតានឹងគាត់ក៏បាននិយាយបណ្ដើចង្អុលដៃបណ្ដើព្រមទាំងបានមើលមកមុខរបស់និស្ស័យហាក់ដូចជាគាត់មានការព្រួយបារម្ភឬក៏មានវិបត្តិអ្វីមួយអញ្ចឹងបន្ទាប់ពីគាត់រៀបរាប់បានមួយសន្ទុះក្រោយមកលោកតាអង្គលោកក៏បានងក់ព្រះកេសនិងប្រាប់ឲ្យលោកតានឹងត្រឡប់ទៅមុនទៅបន្តិចទៀតលោកនឹងទៅតាមក្រោយបន្ទាប់មកលោកក៏បានងាកមើលមកកាន់និស្ស័យនិងប្រាប់
ឲ្យអ្នកស្រីនឹងឆាប់ឡើងទៅស្លៀកសម្លៀកបំពាក់ឲ្យលឿនទៅហេតុអីបានជានៅឈរត្រឹងទាំងទឹកទៅទឹកក្បាលបែបនេះលោកប្រាប់ថាស្លៀកសម្លៀកបំពាក់ឲ្យអាងប្រញាប់ចូលទៅក្នុងភូមិព្រោះអីនៅក្នុងភូមិគឺមានរឿងរ៉ាវអាក្រក់មួយកើតឡើងដល់ទៅពេលលឺអញ្ចឹងឲ្យធ្វើឲ្យអ្នកស្រីហាក់ដូចជាចង់ដឹងខ្លាំងថាតើមានរឿងអីទៅបានជាមើលទៅលោកតាមិត្តភក្តិរបស់គេនោះហាក់ដូចជាមានទឹកមុខស្លេកស្លាំងជាមួយនឹងមិត្តភក្តិរបស់ខ្លួនដែលអង្គុយនៅលើតេះពីក្រោយនោះបែរជាសោយទៅវិញមុនពេលដែលលោកតារបស់មិត្តភក្តិនាយសីនឹងគាត់បកគោត្រឡប់ទៅវិញនឹងគេបំរុងនឹងចុះទៅសួរនាំដែរប៉ុន្តែខ្លួននេះកំពុងតែរំក្រមានៅឡើយហើយណាមួយលោកតាបានប្រាប់ឲ្យគេនឹងប្រញាប់ស្លៀកពាក់ឲ្យលឿនទៅព្រោះនឹងចេញដំណើរទៅបន្តិចទៀតនេះលោកគឺយកគេទៅជាមួយដែរគ្រាន់តែនឹងកាន់របស់របរឲ្យលោកនៅតាមផ្លូវដោយសារតែវត្តទៅក្នុងភូមិនោះវារៀងឆ្ងាយអញ្ចឹងគឺមិនអាចដើរដោយថ្មើរជើងបាននោះទេត្រូវតែជិះរទេះគោទៅហើយណាមួយយប់អញ្ចឹងទៀតគឺរត់តែមិនអាចដើរបានអញ្ចឹងឲ្យធ្វើឲ្យនាយសីនោះហាក់ដូចជាតាក់ទើចង់រត់ចុះទៅជួបជាមួយមិត្តភក្តិបន្តិចចង់ឡើងទៅស្លៀកសម្លៀកបំពាក់បន្តិចប៉ុន្តែគេដឹងថាបើសិនជាគេរវល់តែឡើងទៅស្លៀកសម្លៀកបំពាក់ទម្រាំតែចុះមកវិញហ្នឹងគឺមិត្តភក្តិរបស់គេហ្នឹងជាមួយនឹងលោកតាចាក់ចែងទៅបាត់ទៅហើយយ៉ាងណាក៏ដោយក៏នាយសីមិនអាចចុះទៅជួបនឹងនិយាយជាមួយនឹងមិត្តភក្តិរបស់គេបានដែរដោយសារតែត្រូវបានលោកតាហ្នឹងដេញឲ្យម្ដងទៀតដោយសារតែគេមើលទៅនៅរៀងតាក់ទើបែរមកកាន់មិត្តភក្តិរបស់នាយសីនេះវិញនៅពេលដែលអង្គុយពីក្រោយរទេះហ្នឹងគេក៏បានសោចដាក់នាយសីព្រមទាំងបានលើកដៃបាយបាយទៅលើនាយសីផងដែរចំណែកនាយសីវិញពិតជាសោកស្ដាយខ្លាំងមែនទែនមិនគួរណាគេចង់សួរមិត្តភក្តិប៉ុន្តែបែរជាមិនបានសួរទាល់តែសោះអញ្ចឹងគេក៏បានប្រញាប់រត់ឡើងទៅលើកុដិនិងធ្វើការផ្លាស់ប្ដូរសម្លៀកបំពាក់របស់គេដើម្បីប្រញាប់មកជួបជាមួយនឹងលោកតាយ៉ងវិញប៉ុន្តែនៅពេលដែលនាយសីនៅពេលអាវរួចរាល់ស្លៀកខោរួចរាល់ហើយរៀបនឹងចេញទៅស្រាប់តែមានកំពង់ជើងធុកមួយដែលបានដាក់នៅខាងលើរូបព្រះនោះធ្លាក់មកលើសូផាំងធ្វើឲ្យនាយសីនោះភ្ញាក់ព្រឹតហើយគេក៏ឆ្ងល់ដែរថាតើកំពង់ជើងធុកនេះវាធ្លាក់មកដោយរបៀបណាព្រោះអីបើមានខ្យល់ក៏វាមិនមានដែរហើយណាមួយទោះបីជាខ្យល់ខ្លាំងយ៉ាងណាក៏មិនអាចបក់កំពង់ជើងធូបនេះឲ្យធ្លាក់ដល់ដីបានឡើយព្រោះអីកំពង់ជើងធូបនេះគឺសត្វតែធូបឡើងពេញហើយណាមួយកំពង់នោះវាធ្ងន់ទៀតបើសិនជាខ្យល់បក់វាមិនអាចទៅរួចនោះទេនេះស្អីបានត្រឹមតែឆ្ងល់តែប៉ុណ្ណោះប៉ុន្តែក៏ស្រាប់តែចាប់ផ្ដើមនៅឃើញទៅដល់សង្ឃដីការបស់លោកតាប្រាប់ឲ្យស្លៀកពាក់ឲ្យលឿនមកប្រញាប់ទៅអញ្ចឹងគេក៏សម្រេចចិត្តប្រមូលផេះដែលកំពុំនៅលើរនាបក្តារនោះដាក់ចូលទៅក្នុងកំប៉ុងវិញបន្តិចបន្ទាប់មកគេក៏បានដាក់វានៅខាងក្រោមនឹងសិនដោយសារតែប្រញាប់ពេកចាំពេលត្រឡប់មកវិញចាំរៀបចំវាឲ្យស្រួលបួលហើយនិស្ស័យគេក៏បានប្រញាប់ចុះពីលើកុដិទៅជួបជាមួយនឹងលោកតាបាត់ទៅស្របពេលដែលលោកតានោះក៏រៀបចំខ្លួនរួចរាល់ល្មមហើយលោកតាក៏បានហៅលោកតាចាម្នាក់ដែលជាអ្នកបរទេសជនលោកនៅពេលដែលលោកមានការទៅណាមកណាដោយសារតែកាលពីសម័យហ្នឹងវាមិនទាន់មានឡានម៉ូតូទំនើបដូចសម័យឥឡូវនោះទេអញ្ចឹងការធ្វើដំណើរទៅណាមកណាគឺពឹងទៅលើតែរទេះសេះរទេះគោអីតែប៉ុណ្្នឹងឯងបើសិនជាធ្វើដំណើរទៅផ្លូវឆ្ងាយប៉ុន្តែបើសិនជាល្មមគឺជើងទាំងពីរហ្នឹងតែម្ដងដើរចង់ដាច់ជើងអស់ហើយចំណែករទេះគោដែលដឹកលោកតាយ៉ងហើយនឹងនេស័យហ្នឹងចាប់ផ្ដើមបរចេញពីរបងវត្តហ្នឹងម៉ោងប្រហែលជាង 7-7 បាត់ទៅហើយចោះតាទម្រាំទៅដល់ភូមិទៀតហើយនឹងត្រឡប់មកវិញទៀតតើម៉ោងប្រហែលទៅនៅក្នុងពេលហ្នឹងនីស័យពិតជាឆ្ងល់ចង់សួរលោកគ្រូរបស់ខ្លួនដែរប៉ុន្តែអត់ហ៊ាននោះទេបានត្រឹមតែចាំស្ដាប់ពួកគាត់និយាយគ្នាតែប៉ុណ្ណោះដោយលោកតាចាដែលជាអ្នកបរទេះនោះគាត់សួរទៅកាន់លោកតាយ៉ងថាតើមានរឿងអីកើតឡើងបើតាមគាត់ឮលហៀងហ្នឹងឮថាមានគេស្លាប់នៅក្នុងភូមិហើយចុះបើមានគេស្លាប់នៅក្នុងភូមិហេតុអ្វីបានជាយើងត្រូវចេញដំណើរទៅទាំងយប់អញ្ចឹងក្រែងគេបាននិមន្តព្រះសង្ឃទៅសូត្រមន្តធ្វើពិធីបុណ្យអីហើយតាប៉ុន្តែលោកតាយ៉ងនោះបានមានសន្និដ្ឋានថារឿងធ្វើបុណ្យនោះគឺគេធ្វើបុណ្យហើយប៉ុន្តែបើតាមលោកតារបស់គេមកប្រាប់បបាយមិញហ្នឹងគាត់បានប្រាប់ថាគឺសាកសពនោះបាត់អស់ពេញមួយយប់ទម្រាំតែរកសពឃើញមិនដឹងថាសពហ្នឹងត្រូវបានជួបប្រទះជាមួយនឹងរឿងអីខ្លះនោះទេនៅក្នុងពេលវេលាពេញមួយយប់ហ្នឹងហើយទម្រាំតែរកឃើញមកធ្វើបុណ្យហ្នឹងដែលធ្វើឲ្យសពនោះគឺប្រែខ្លាយទៅជាខ្មោចតែហោងអញ្ចឹងនៅពេលដែលគេធ្វើបុណ្យរៀបចំពិធីសូត្រមន្តនោះស្រាប់តែមានរឿងរ៉ាវចម្លែកកើតឡើងដែលធ្វើឲ្យអ្នកភូមិនោះដឹងថាសាកសពនេះគឺប្រែខ្លាយទៅជាខ្មោចតែហោងហើយអញ្ចឹងมันអាចដាក់ទុកនៅក្នុងភូមិបាននោះទេគឺត្រូវតែប្រញាប់យកមកធ្វើបុណ្យឬក៏ដង្កល់ទុកនៅក្នុងវត្តវិញអ្នកភូមិនោះប្រាប់តាំងពីដំបូងហើយទៅកាន់ក្រុមគ្រួសារហ្នឹងថាកុំឲ្យធ្វើបុណ្យនៅក្នុងភូមិប៉ុន្តែដោយសារតែគេចចេះចង់ធ្វើបុណ្យកូននៅក្នុងភូមិ
ដែលជាហេតុធ្វើឲ្យមានរឿងរ៉ាវចំណាយកាត់ឡើងធ្វើឲ្យអ្នកភូមិភ័យខ្លាចប៉ុន្តែលោកក៏មិនបានដឹងដែរថាតើសាកសពនោះមានសកម្មភាពអ្វីខ្លះបានជាហេតុធ្វើឲ្យអ្នកភូមិនឹងបង្ខំឲ្យសមាជិកក្រុមគ្រួសារនោះយកសពមកធ្វើបុណ្យនៅក្នុងវត្តវិញអញ្ចឹងហើយបានជាលោកតារបស់គេនឹងមករកយើងទាំងយប់ដើម្បីទៅឲ្យនិមន្តទៅជួយបង្ក្រាបវិញ្ញាណចៅប្រុសរបស់គាត់ហើយនឹងយកសពមកដង្កល់ទុកនៅក្នុងវត្តវិញបើមិនអញ្ចឹងទេច្បាស់ជាត្រូវបានអ្នកភូមិនោះដេញចេញពីភូមិជាមិនខានអ្នកភូមិគឺគេមិនឲ្យយកខ្មោចតៃហោងចូលទៅក្នុងភូមិនោះទេចំណែកឯនិស្ស័យដែលកំពុងតែចង់ដឹងរឿងស្រាប់ផងនោះបន្ទាប់ពីគេឮលោកតាដែលជាលោកគ្រូរបស់គេនិយាយអញ្ចឹងគេក៏ដឹងពីមូលហេតុពិតថាតើមានរឿងអីកើតឡើងប៉ុន្តែគេឆ្ងល់ថាតើអ្នកដែលស្លាប់នោះគឺជាអ្នកណាគេបានជាប្រែក្លាយទៅជាខ្មោចតៃហោងអញ្ចឹងចំណែកឯលោកតាចាដែលជាអ្នកបរទេះជូនពួកគាត់ទៅហ្នឹងក៏បានសួរដូចជាអ្វីដែលនាយសីឆ្ងល់អញ្ចឹងគាត់សួរថាហើយចុះសពដែលស្លាប់នោះតើជាសពរបស់អ្នកណាគេប៉ុន្តែត្រូវបានលោកតាយ៉ងនោះបដិសេធថាអាត្មាក៏អត់ដឹងដែរដោយសារតែពេលហ្នឹងអត់បានសួរដឹងតែរឿងត្រួសបានប្រាប់ឲ្យគាត់នោះត្រឡប់មកវិញទៅរៀបចំទៅបន្តិចទៀតពួកយើងនឹងចេញទៅហើយនឹងរៀបចំបង្ក្រាបវិញ្ញាណនោះបន្ទាប់មកយកសពមកធ្វើបុណ្យនៅក្នុងវត្តវិញវារឿងតែប៉ុណ្្នឹងឯងរទេះគោបបណ្ដាពួកគាត់ទាំងពីរនាក់នោះជជែកគ្នាបណ្ដាចំណែកឯនិស្ស័យឯនេះវិញស្ដាប់ផងមានអារម្មណ៍ព្រឺចង់ខ្នងផងព្រោះអីមិននឹកស្មានថាលោកគ្រូរបស់ខ្លួនបែរជានាំគេនោះឲ្យទៅយកសាកសពមកវត្តវិញចឹងទាល់តែសោះប៉ុន្តែវាជ្រុលថាទៅជាមួយនឹងគាត់ហើយបើសិនជាសុំគាត់ឈប់ចុះកណ្ដាលផ្លូវត្រឡប់មកវិញហ្នឹងអញ្ចឹងគឺមានតែដើរមកតែម្នាក់ឯងហើយពេលហ្នឹងវាងងឹតទៀតមានភ្លើងតាមផ្លូវមកពីណាតាមផ្លូវវាស្រែចំការហ្នឹងអញ្ចឹងជំរឿមានតែមួយគត់គឺទៅជាមួយនឹងពួកគាត់នឹងឯងហើយវត្តជាមួយនឹងភូមិនោះគឺវាមិនទៅជាឆ្ងាយពីគ្នាប៉ុន្មាននោះទេបើគិតពីសម័យឥឡូវដោយសារតែផ្លូវស្រួលប៉ុន្តែកាលពីសម័យមុនផ្លូវវាលំបាកអត់មានភ្លើងតាមផ្លូវទៀតអញ្ចឹងត្រឹមតែ3គីឡូដីអីហ្នឹងក៏គិតថារៀងឆ្ងាយគួរសមដែរមួយសន្ទុះក្រោយមករទេះគោក៏ចាប់ផ្ដើមបរចូលទៅក្នុងភូមិដោយនៅក្នុងភូមិនោះក៏បានបោកាត់មុខផ្ទះរបស់នាយសីផងដែរប៉ុន្តែនៅពេលដែលនាយសីមើលទៅកាន់ផ្ទះរបស់ខ្លួនហ្នឹងអត់ឃើញឪពុកម្ដាយនៅផ្ទះនោះទេមិនដឹងថាយប់ស្មោះនេះទៅហើយហ្នឹងពួកគាត់ទៅណាឡើយគឺបិទភ្លើងងងឹតឆឹងតែម្ដងអញ្ចឹងគេក៏អត់បានសុំចុះនៅមុខផ្ទះដែរបានបន្តដំណើរទៅកាន់ផ្ទះដែលនៅចុងភូមិឯណោះគឺជាផ្ទះអ្នកស្លាប់នឹងឯងបន្ទាប់ពីរទេះគោដែលដឹកលោកតាហើយនឹងនាយសីទៅដល់នៅផ្ទះចុងភូមិនោះក៏ស្រាប់តែឃើញមនុស្សអ៊ូអញ្ចឹងគឺមានន័យថាផ្ទះនឹងហើយមិនទាន់ទាំងនឹងទៅដល់កន្លែងផងស្រាប់តែមេឃនោះបានបញ្ចេញពន្លឺមកព្រាកដែលជាសញ្ញាថាបន្តិចទៀតនេះអាចនឹងមានមេឃភ្លៀងបន្ទាប់ពីភ្នែកបន្ទោលបញ្ចាំងពន្លឺមកលើផែនដីមិនទាន់បានប្រមាណនាទីផងខ្យល់ក៏ចាប់ផ្ដើមធ្លាក់មកបន្តទៀតដែលធ្វើឲ្យលោកតានោះមានសង្កេតការថាវាហើយមើលទៅថ្ងៃនេះដូចជាអត់សូវស្រួលតតែសោះរកភ្លៀងពេលណាមិនរកភ្លៀងបែរជាមករកភ្លៀងនៅពេលនេះទៅវិញប៉ុន្តែបើសិនជាយើងបន្ទោសទៅលើមេឃហ្នឹងក៏វាមិនត្រូវដែរដោយសារតែនេះគឺជាធម្មជាតិតែដល់ពេលដែលវាត្រូវភ្លៀងហ្នឹងវាភ្លៀងហើយវាមិនចាំបាច់មកចាំយើងអីនោះទេពេលខ្លះរឿងរ៉ាវវាអាចគ្រាន់តែជារឿងចៃដន្យតែប៉ុណ្ណោះចំណែកឯរទេះគោនោះក៏ចេះតែបរទៅក្រោមខ្យល់ដែលមានដីហុយមកស្ទើរតែចូលភ្នែកទៅហើយអាមេឃកំពុងតែងងឹតពិបាកមើលផ្លូវផងនឹងបែរជាមកទៅដីហុយចេះទៀតប៉ុន្តែដោយសារតែគោវាមើលផ្លូវឃើញអញ្ចឹងវាចេះតែដើរទៅមុខទៅតាមផ្លូវទៅមិនយូរប៉ុន្មាននោះរទេះគោក៏បានឈប់នៅមុខផ្ទះមួយដែលមានមនុស្សអ៊ូកំពុងតែជុំគ្នាមិនដឹងថាជាធ្វើអ្វីនោះទេនៅពេលនោះលោកតាយ៉ងបានប្រាប់ទៅកាន់លោកតាចាដែលជាអ្នកបរទេះថាឈប់ត្រឹមនឹងសិនហើយគឺផ្ទះនឹងឯងដែលយើងត្រូវមកនោះចំណែកឯនិស្ស័យនៅវិញនៅពេលដែលលោកតាមានសង្កេតការអញ្ចឹងធ្វើឲ្យគេភ្ញាក់ព្រឹត្តព្រោះតែផ្ទះនោះគឺជាផ្ទះមិត្តភ័ក្តិរបស់គេដែលមានឈ្មោះថាអតៈអញ្ចឹងធ្វើឲ្យគេឆ្ងល់ថាតើអ្នកផ្ទះរបស់អតៈមានរឿងអីកើតឡើងតែនរណាគេជាអ្នកស្លាប់បានជាលោកតាហ្នឹងគាត់មកកាន់ផ្ទះរបស់អតៈនៅពេលនោះនិស្ស័យហ្នឹងក៏ចាប់ផ្ដើមនឹកឃើញថាអញ្ចឹងតើបានកាលពីក្បាលប្រលប់ហ្នឹងគេឃើញលោកតារបស់អតៈជាមួយនឹងអតៈទៅរកលោកតាតាមពិតអញ្ចឹងសោះសមាជិកក្រុមគ្រួសាររបស់អតៈស្លាប់អញ្ចឹងតើបានជាមើលទៅតារបស់វានោះមុខដូចជាស្លន់ស្លោនិងស្លេកស្លាំងការពិតមូលហេតុអញ្ចឹងសោះប៉ុន្តែគេឆ្ងល់ថាអតៈហ្នឹងនុកវានឹងញញឹមសើចស្រស់ធម្មតាវាមិនដូចជាតារបស់វាអញ្ចឹងមិនដឹងថាតើអ្នកណាគេស្លាប់ឲ្យពិតប្រាកដទៅបន្ទាប់មកតាអាចារ្យក៏បានឯប្រទេសទៅគៀនរបងដោយបានចងគោជាប់
ហើយពួកគាត់ក៏បានប្រញាប់ចូលទៅខាងក្នុងចំណែកឯអ្នកភូមិម្នាក់វិញនៅពេលដែលឃើញលោកតាយ៉ងនិមន្តចូលទៅពួកគាត់ក៏បានញែកផ្លូវដើម្បីឲ្យចូលទៅខាងក្នុងចំណែកក្រុមគ្រួសាររបស់អត្តវិញក៏បានចេញមកបែរមកកាន់និសេអ្នកវិញខំប្រឹងស្វែងរកអត្តដែរដើម្បីសួរនាំវាមើលថាតើមានរឿងអីកើតឡើងក្រុមគ្រួសាររបស់វាណាគេស្លាប់បានជាលោកតារបស់វាទៅវត្តទាំងយប់អញ្ចឹងប៉ុន្តែរកអត្តមិនឃើញទាល់តែសោះពេលនោះក៏ស្រាប់តែគេចោលភ្នែកទៅឃើញម្ដាយនិងឪពុករបស់ខ្លួនឃើញបែបនេះនិស័យបានប្រាប់ទៅកាន់លោកតាយ៉ងថាខ្លួនសូមទៅជួបជាមួយនឹងឪពុកម្ដាយរបស់ខ្លួនបន្តិចហើយលោកតាក៏បានងក់ព្រះកេសយល់ព្រមឲ្យគេទៅភ្លាមនោះគេក៏បានប្រញាប់រត់សម្ដៅទៅរកឪពុកម្ដាយរបស់គេដោយជួបម្ដាយរបស់គេមុនហើយនៅពេលដែលនិស័យបានជួបម្ដាយរបស់គេនោះគេក៏បានរត់ទៅអោបគាត់ចំណែកម្ដាយរបស់និស័យវិញនៅពេលដែលឃើញកូនមកអញ្ចឹងគាត់សួរទាំងឆ្ងល់ថាតើឯងមកជាមួយនឹងអ្នកណាគេហើយនិស័យក៏បានប្រាប់តាមដំណើររឿងថាគេមកជាមួយនឹងលោកតារៀបរាប់តាមដំណើររឿងអញ្ចឹងទៅបន្ទាប់មកគេក៏បានសួរទៅកាន់ម្ដាយរបស់គេថាតើមានរឿងអីព្រោះអីគេឆ្ងល់តាំងពីមកពីវត្តម្កម្លេះប៉ុន្តែអត់មានអ្នកណាប្រាប់ទាល់តែសោះពេលនោះម្ដាយរបស់និស័យនោះបានដឹកដៃនិស័យចូលទៅអង្គុយនៅក្រោមគ្រែបន្ទាប់មកគាត់ក៏បានប្រាប់ថាឯងអត់ដឹងទេអីថាអត្តមិត្តភក្តិរបស់ឯងនោះវាស្លាប់បាត់ទៅហើយពិតជាគួរឲ្យអាណិតវាខ្លាំងណាស់ហើយមូលហេតុនៃការស្លាប់របស់វាក៏អត់ដឹងច្បាស់ដែរដល់ទៅពេលលឿនចឹងធ្វើឲ្យនិស័យភ្ញាក់ព្រឺតមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងនិយាយថាម្ដាយរបស់គេនោះនិយាយលេងសើចឬក៏និយាយកុហកគេថែមទៀតប៉ុន្តែម្ដាយរបស់និស័យនឹងនៅតែនិយាយទាំងមុខមាំថាគាត់ទៅកុហកគេបានការអីអត្តគឺពិតជាស្លាប់ពិតមែនគឺស្លាប់កាលពីម្សិលមិញនឹងឯងទើបតែរកសពឃើញនៅពេលថ្ងៃហើយចាប់ផ្ដើមធ្វើបុណ្យនោះមានរឿងរ៉ាវចំណែកកាត់ឡើងបានជាគេទៅនិមន្តលោកតាឲ្យមកជួយដោះស្រាយរឿងរ៉ាវមួយនេះប៉ុន្តែទោះបីជាម្ដាយរបស់ខ្លួននិយាយយ៉ាងណាក៏ដោយក៏គេនៅហាក់ដូចជាមិនជឿទាល់តែសោះព្រោះអីគេបានឃើញនិតៈនឹងជិះរទេះគោទៅក្នុងវត្តជាមួយនឹងលោកតារបស់គេកាលពីក្បាលប្រលប់នឹងឯងមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងបានលើកដៃបាយនិងសោចដាក់ខ្លួនថែមទៀតដល់ទៅពេលម្ដាយរបស់គេមកនិយាយថានិតៈស្លាប់អញ្ចឹងតើឲ្យនិស័យជួយដោយរបៀបណាហើយគេក៏បាននិយាយប្រាប់ថាគេបានឃើញនិតៈចូលទៅក្នុងវត្តកាលពីក្បាលល្ងាចពេលប្រលប់នឹងឯងទៅជាមួយនឹងលោកតារបស់គេដល់ទៅពេលម៉ែនិយាយថាវាស្ងប់អញ្ចឹងខ្ញុំមិននឹងជឿទៅពេលនោះម្ដាយរបស់និស័យនឹងបាននិយាយថាកូនកុំរយាយលេងសើចអញ្ចឹងព្រោះអីគេពិតជាស្លាប់ពិតមែនការដែលនិយាយលេងសើចបែបនេះបើសិនជាឮទៅដល់ក្រុមគ្រួសារឪពុកម្ដាយរបស់និតៈនោះឮហើយពួកគាត់ច្បាស់ជាមិនសប្បាយចិត្តនោះទេប៉ុន្តែនិស័យនៅតែធ្វើការអះអាងថាការពីក្បាលប្រលប់នឹងគេពិតជាបានឃើញមិត្តភ័ក្តិរបស់គេពិតមែនគេមិនកុហកនោះទេយ៉ាងណាក៏ដោយក៏ម្ដាយរបស់និស័យនឹងមិនជឿដែរព្រោះអីនិតៈគឺពិតជាស្លាប់បាត់បង់ជីវិតពិតមែនតើឲ្យកូនប្រុសរបស់គាត់នោះបានឃើញគេដោយរបៀបណាទៅគាត់នៅតែគិតថាកូនប្រុសរបស់គាត់និយាយលេងប៉ុន្តែនិស័យវិញក៏ចង់ដឹងកាន់តែច្បាស់គេបានសួរបញ្ជាក់ថាហើយចោះហេតុអ្វីបានជាវាស្លាប់អញ្ចឹងម្ដាយរបស់និស័យបានប្រាប់ថាគាត់ក៏មិនដឹងច្បាស់ដែរប៉ុន្តែបើតាមគាត់ឮឪពុកម្ដាយរបស់អត្តនិយាយនោះគឺប្រាប់ថាកាលពីម្សិលមិញហ្នឹងគេទៅឃ្វាគោដូចជាធម្មតាប៉ុន្តែនៅពេលពលិងាកឡើងហ្នឹងគឺអត់ឃើញអត្តត្រឡប់មកផ្ទះវិញនោះទេប៉ុន្តែគោរបស់វានោះគឺមកផ្ទះវិញទាំងអស់អត់មានបាត់សូម្បីតែមួយដោយសារតែបាត់ដល់តែពេលប្រលប់ទៅហើយនៅតែមិនឃើញកូនត្រឡប់មកវិញឪពុកម្ដាយរបស់តាក់នោះក៏បានដើរចូលទៅរកកូនឡើងពេញភូមិប៉ុន្តែទៅសួរផ្ទះមួយណាក៏ដោយក៏គេអត់ឃើញដែរម្នាក់និយាយថាអត់ឃើញនោះទេដែលធ្វើឲ្យពួកគាត់ចាប់ផ្ដើមភ័យមិនដឹងថាតើកូនរបស់ពួកគាត់នៅទៅណាបានជាគោមកផ្ទះវិញមនុស្សអត់ទាន់មកអញ្ចឹងឪពុកម្ដាយរបស់តាក៏បានពឹងឲ្យអ្នកភូមិនឹងទៅជួយចេញស្វែងរកកូនប្រុសរបស់គាត់ព្រោះតែបាត់លើកនេះវាដូចជាចម្លែកប៉ុន្តែទោះបីជាអ្នកភូមិនាំគ្នាចេញទៅជួយរកក៏រកអត់ឃើញដែរដោយសារតែរកពេលយប់វាលំបាកអញ្ចឹងពួកគាត់ក៏បាននាំគ្នាត្រឡប់មកវិញនិងប្រាប់ថាចាំពេលព្រឹកស្អែកឡើងចាំនាំគ្នាទៅចេញរកម្ដងទៀតព្រោះអីពេលព្រឹកវាងាយស្រួលរកជាងហើយណាមួយបើយើងទៅរកទាំងយប់បែបនេះអាចថាជួបជាមួយនឹងសត្វកាចសាហាវឬក៏សត្វអាសេរពឹសអាចនឹងធ្វើឲ្យមានគ្រោះថ្នាក់ថែមទៀតអញ្ចឹងបានជាពួកគាត់រំសាយគ្នាចាំព្រឹកឡើងទៅជួយរកគ្នាតែម្ដងទៅលុះដល់ពេលព្រឹកឡើងអ្នកភូមិជាច្រើនក៏បាននាំគ្នាចេញទៅជួយរកអត្តម្ដងទៀតព្រោះអីឮម្ដាយវាថាមិនទាន់ត្រឡប់មកវិញនោះទេពេញមួយយប់ទៅហើយពួកគាត់ក៏បានចូលទៅរកនៅក្នុងព្រៃក្បែរនេះគឺកន្លែងដែលវាឧស្សាហ៍តែទៅឃ្វាគោនឹងឯង
នៅពេលដែលនាំគ្នាចូលទៅព្រៃរៀងជ្រៅបន្តិចនោះក៏បានប្រទះឃើញនៅសាកសពរបស់តាក់ត្រូវបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយមូលហេតុនៃការស្លាប់របស់វានឹងបើតាមការពិនិត្យមើលទៅអាចនឹងត្រូវបានជ្រូកព្រៃខំឬក៏ជ្រូកព្រៃនោះវាបោះធ្វើឲ្យធ្លាយពោះវៀនធ្លាយពោះស្លាប់បាត់បង់ជីវិតនៅក្នុងព្រៃដែលធ្វើពួកគាត់ឆ្ងល់ថាហើយចោះអត្តវាចូលនៅក្នុងព្រៃធ្វើអីប៉ុន្តែបើតាមការស្មានរបស់លោកមេភូមិនោះគាត់ថាមើលទៅឃើញស្នាមដានជើងគោនៅក្បែរសាកសពរបស់វាអញ្ចឹងមានន័យថាគោរបស់អត្តមួយក្បាលឬក៏ពីរក្បាលហ្នឹងបានចូលទៅក្នុងព្រៃអញ្ចឹងហើយបានជាអត្តវាចូលទៅតាមប៉ុន្តែប្រហែលជាសំណាងអាក្រក់របស់វាបានជួបជាមួយនឹងសត្វជ្រូកព្រៃនោះហើយសត្វជ្រូកព្រៃក៏បានដេញបោះវារហូតដល់ស្លាប់អញ្ចឹងតែម្ដងទៅអញ្ចឹងហើយបានជាអ្នកភូមិនាំគ្នាតាមជួយរកអត្តរកមិនឃើញពេញមួយយប់កាពិតគឺវាបានមកដេកស្លាប់នៅក្នុងព្រៃបាត់ទៅហើយមិនត្រឹមតែប៉ុណ្ណោះរូបភាពនៃការស្លាប់របស់វានោះគឺមើលទៅពិតជាអណោចអធមខ្លាំងមែនទែនហើយលោកមេភូមិនិងអ្នកភូមិផ្សេងទៀតដែលធ្លាប់មានបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងការដើរព្រៃនិងសត្វព្រៃជាច្រើនទៀតនោះពួកគាត់ថានេះគឺជាស្នាដៃរបស់ជ្រូកព្រៃនៅពេលដែលអត្តវាចូលទៅក្នុងព្រៃរកគោរបស់វាដែលពងវែងនោះហើយក៏ត្រូវបានជួបជាមួយនឹងជ្រូកព្រៃនៅពេលហ្នឹងជ្រូកព្រៃក៏បានបុកវាតែម្ដងដោយសារតែអត្តវាគឺក្មេងមិនដឹងអំពីវិធីសាស្ត្រនៅក្នុងការគេចខ្លួនឲ្យរួចផុតពីសត្វជ្រូកព្រៃហ្នឹងបានជាត្រូវបានវាហ្នឹងខំផងនិងបុកផងធ្លាយផ្លូវធ្លាយពោះវៀនស្លាប់តែម្នាក់ឯងចឹងទៅហើយនៅពេលដែលគេយកសពរបស់អត្តយកមកធ្វើបុណ្យហ្នឹងរឿងរ៉ាវចម្លែកបានកើតឡើងប៉ុន្តែម៉ែមិនដឹងថាតើរឿងរ៉ាវចម្លែកនោះវាមានរឿងអីខ្លះនៅទេគ្រាន់តែឮអ្នកភូមិនិយាយតគ្នាថាដំបងឡើយទាំងលោកមេភូមិហើយនិងអ្នកភូមិផ្សេងទៀតមិនអនុញ្ញាតឲ្យយកខ្មោចអត្តយកមកធ្វើបុណ្យនៅក្នុងភូមិនោះទេនិយាយទៅគឺគេមិនចង់ឲ្យយកសពរបស់វាមកដង្កល់នៅក្នុងផ្ទះខ្លាចវិញ្ញាណរបស់វាដែលជាវិញ្ញាណតៃហោងនោះចេញលើងបន្លាចអ្នកភូមិប៉ុន្តែឪពុកម្ដាយរបស់វានោះស្រឡាញ់កូនខ្លាំងពេកហ្នឹងណាមិនស្ដាប់ការហាម5ឬក៏ការជំទាស់របស់អ្នកភូមិនោះទេមិនត្រឹមតែប៉ុណ្ណោះថែមទាំងគំរាមទៅកាន់អ្នកភូមិថែមទៀតថាបើអ្នកណាគេហ៊ានតែជំទាស់ឬក៏ប៉ះពាល់សពកូនរបស់គាត់នឹងមិនលើកលែងឲ្យឡើយនិយាយទៅគឺគាត់សុកចិត្តបដូរជីវិតតែម្ដងគាត់យកកំបិតមកការពារមិនឲ្យណាម្នាក់ហ៊ានប៉ះពាល់សពកូនរបស់គាត់នោះទេដោយសារតែអ្នកភូមិឃើញថាគាត់រឹងទទឹងអញ្ចឹងណាមួយក៏មិនចង់ប៉ះពាល់ជាមួយនឹងឪពុករបស់អត្តហ្នឹងគេក៏សុកចិត្តបណ្ដោយឲ្យគាត់យកសពមកដង្កល់នៅក្នុងផ្ទះនិងធ្វើបុណ្យប៉ុន្តែរឿងរ៉ាវដ៏គួរឲ្យខ្លាចនោះក៏ចាប់ផ្ដើមកើតឡើងគឺខ្មោចអត្តហ្នឹងចាប់ផ្ដើមលងអ្នកភូមិដែលចូលរួមពិធីបុណ្យហើយក៏លងសាច់ញាតិក្រុមគ្រួសាររបស់វាដែរគឺលេងទាំងថ្ងៃតែម្ដងដោយសារតែឃើញថាមិនស្រួលហ្នឹងលោកតារបស់អត្តក៏បានប្រញាប់ទៅវត្តដើម្បីទៅសុំឲ្យលោកតាយ៉ងមកជួយព្រោះតែអ្នកភូមិទាំងអស់គឺសិតតែដឹងហើយថាលោកតាយ៉ងគឺជាព្រះសង្ឃមួយអង្គដែលចេះនៅមុនអាគមជាច្រើនឬក៏មុនវិជាការជាច្រើនដោះអំពើឬក៏ចាប់ខ្មោចអីហ្នឹងគឺលោកសិតតែចេះអញ្ចឹងហើយបានជាគេសុំឲ្យលោកជួយបើមិនអញ្ចឹងទេអ្នកភូមិនេះប្រហែលជារស់មិនបានសុខឡើយសូម្បីតែពេលថ្ងៃនោះវាលងគេទាំងថ្ងៃទៅហើយចោះទម្រាំតែពេលយប់ទៀតតើវាទៅជាយ៉ាងណាទៅរឿងរ៉ាវគឺម៉ែដឹងតែប៉ុណ្្នឹងឯងក្រៅតែពីនឹងទៀតគឺម៉ែមិនដឹងនោះទេបែរមកកាន់នាសីអានេះវិញបន្ទាប់ពីឮម្ដាយរបស់ខ្លួនប្រាប់បែបនេះគេក៏ចាប់ផ្ដើមជឿថាអត្តមិត្តភក្តិរបស់គេនោះស្លាប់បាត់បង់ជីវិតបាត់ទៅហើយព្រោះអីម្ដាយរបស់គេច្បាស់ជាមិននិយាយកុហកឬក៏លេងសើចជាមួយនឹងគេនោះទេប៉ុន្តែគេឆ្ងល់ថាហេតុអ្វីបានជាគេឃើញអត្តហ្នឹងអង្គុយនៅលើរទេះខាងក្រោយលោកតារបស់គេអញ្ចឹងដូច្នេះមានន័យថាខ្មោចអត្តគឺបានចេញទៅលេងជាមួយនឹងគេតាំងពីក្បាលប្រលប់មកម្លេះអញ្ចឹងតើបានជាអ្នកភូមិថាខ្មោចអត្តហ្នឹងចាប់ផ្ដើមចេញលងហេតុនេះបានជាគេទៅរកឲ្យលោកតាជួយមូលហេតុគឺបែបហ្នឹងសោះបន្ទាប់ពីបានស្ដាប់និងដឹងសាច់រឿងទាំងអស់ហើយនិស្ស័យនោះក៏ចាប់ផ្ដើមខ្លាចខ្មោចមិត្តភក្តិរបស់ខ្លួនព្រោះអីនៅពេលដែលនៅរស់ហ្នឹងគេគិតថាជាមិត្តភក្តិប៉ុន្តែបន្ទាប់ពីស្លាប់ទៅវាคล้ายទៅជាខ្មោចតែហោងទៀតអញ្ចឹងគឺមិនមែនជាមិត្តភក្តិទៀតនោះទេសូម្បីតែមិត្តភក្តិខ្លួនឯងនោះវាហ៊ានទៅលេងដល់វត្តទៅហើយចោះទម្រាំតែពេលនេះគេមកនៅក្នុងភូមិទៀតវាច្បាស់ជាចេញមកលេងគេទៀតជាមិនខានបែបនេះហើយធ្វើឲ្យនិស្ស័យនោះមានអារម្មណ៍មិនសូវស្រួលនោះទេដោយសារតែគេទើបតែនឹងបានខ្មោចអត្តលងមុននឹងឯងធ្វើឲ្យគេចាប់ផ្ដើមត្រជាក់ចុងដៃត្រជាក់ចុងជើងនិងស្លេកមុខស្លេកមាត់ប៉ុន្តែគេមិនបាននិយាយប្រាប់រឿងនេះទៅកាន់ម្ដាយម្ដងទៀតទេដោយសារតែគាត់មិនបានជឿហើយរឿងមួយនេះគេក៏មិនបាននិយាយប្រាប់អ្នកផ្សេងដែរសូម្បីតែម្ដាយរបស់ខ្លួននោះ
ក៏មិនជឿផងចោះទម្រាំតែអ្នកផ្សេងទៀតច្បាស់ជាគិតថាគេនិយាយកុហកជាមិនខានចឹងហើយបានជាគេសុកចិត្តទ្រាំលាក់រឿងនេះសង្ងំខ្លាចតែម្នាក់ឯងតែប៉ុណ្ណោះចំណែកឯលោកតាយ៉ងឯនេះវិញនៅពេលដែលមកដល់កន្លែងហ្នឹងក៏ត្រូវបានគេប្រាប់អំពីរឿងរ៉ាវឬក៏ហេតុការណ៍ដែលបានកើតឡើងធ្វើឲ្យលោកតារបស់អតៈហ្នឹងទៅមុនលោកមកហ្នឹងលោកក៏ចាប់ផ្ដើមប្រាប់គេថាសពនេះមិនអាចទុកនៅក្នុងភូមិបាននោះទេដែលវាជាបំណងរបស់អ្នកភូមិនិងលោកមេភូមិផងដែរស្នើសុំឲ្យយកសពទៅធ្វើបុណ្យនៅក្នុងវត្តវិញដើម្បីកុំឲ្យអ្នកភូមិភ័យខ្លាចលោកតាក៏បានប្រាប់ទៅកាន់អ្នកភូមិថាឥឡូវបើចង់ឲ្យគាត់យកសពនេះទៅដង្កល់នៅក្នុងវត្តអញ្ចឹងជួយរៀបចំម្នាក់មួយដៃមួយជើងមកគាត់នឹងដឹកសពនេះយកទៅកាន់វត្តនៅក្នុងពេលនឹងតែម្ដងហើយចាំថ្ងៃស្អែកចាំធ្វើពិធីបុណ្យនិងរៀបចំបូជាសពរបស់វាតែម្ដងទៅដូច្នេះអ្នកភូមិក៏ចាប់ផ្ដើមនាំគ្នាជួយរៀបចំសពរបស់នាយតាឲ្យបានលឿនព្រោះតែមើលទៅមេឃដូចជាមិនសូវស្រួលនោះទេខ្យល់ក៏ចេះតែធ្លាក់មកភ្នែកបន្ទោលក៏ចេះតែចាំងមកព្រាកដែលធ្វើឲ្យគ្រប់គ្នានោះមានអារម្មណ៍ព្រឺសម្បុរម្ដងដែរប៉ុន្តែបន្ទាប់ពីការរៀបចំឡើងឃើញថាមឈូសវាមិនស៊ីជាមួយនឹងរទេះនោះទេបើសិនជាលើកមឈូសដាក់រទេះអញ្ចឹងលោកតាហើយនឹងនាយសីនោះមិនដឹងថាអង្គុយនៅកន្លែងណាពេលនោះលោកតាក៏បានប្រាប់ថាឥឡូវដើម្បីកុំឲ្យក្បាច់ក្បូរនឹងពិបាកច្រើនពេកយកសពនោះចេញពីមឈូសមកហើយដាក់គ្របជាមួយនឹងកន្ទេលរុំឲ្យបានស្អាតបាតហើយដាក់លើរទេះយកទៅតែម្ដងព្រោះអីបើសិនជាដឹកទាំងមឈូសទៅគឺច្បាស់ជាដឹកមិនកើតនោះទេហើយណាមួយនៅក្នុងវត្តក៏មានមឈូសសកួរពី3រួចជាស្រេចទៅហើយដែរអញ្ចឹងវាមិនខ្វះមឈូសនៅក្នុងការប្រើប្រាស់ឡើយដោយសារតែគ្មានវិធីគឺមានតែវិធីមួយហ្នឹងអញ្ចឹងអ្នកភូមិក៏បាននាំគ្នាចាប់ផ្ដើមរៀបចំសពយករុំជាមួយនឹងកន្ទេលដើម្បីដាក់ទៅលើរទេះដឹកចូលទៅក្នុងវត្តប៉ុន្តែលោកតាបានប្រាប់ថាកុំឲ្យសពនោះប្រែទៅជាផ្កាប់មុខឬក៏ធ្លាក់ទៅលើដីឲ្យសោះបើមិនអញ្ចឹងទេអាត្មាក៏ប្រហែលជាមិនអាចជួយបានដែរចំណែកអ្នកភូមិវិញក៏បាននាំគ្នាធ្វើកិច្ចការមួយនេះទាំងភ័យខ្លាចម្នាក់វិញញ័រដៃញ័រជើងព្រោះតែខ្មោចអតៈហ្នឹងក៏ទើបតែលើងអ្នកភូមិតែដល់ទៅពេលមកប៉ះជាមួយនឹងសពវាដែលផ្ទាល់ទៀតតើអ្នកណាគេទៅមិនខ្លាចប៉ុន្តែដោយសារតែពួកគេនោះអាងថាមានលោកតានៅទីនេះអញ្ចឹងបានជាពួកគេនឹងមិនសូវជាភ័យប៉ុន្មាននោះទេហើយណាមួយមានអ្នកភូមិជាច្រើនទៀតដែលនៅចូលរួមជួយគ្នាម្នាក់មួយដៃមួយជើងបើសិនជាត្រឹមតែក្រុមគ្រួសាររបស់តាវិញប្រហែលជាការងារមួយនេះធ្វើមិនទៅមុខនោះទេដោយសារតែមើលទៅហ្នឹងឪពុកម្ដាយរបស់គេហ្នឹងក៏ហាក់ដូចជាខ្លាចខ្មោចកូនរបស់ខ្លួនឯងដែរចំណែកឯសពរបស់អ្នកតាវិញបន្ទាប់ពីអ្នកភូមិនាំគ្នាជួយគ្នារៀបចំលើកសពយកមកដាក់នៅក្នុងកន្ទេលរួចហើយបាននាំគ្នារុំយ៉ាងជាប់មិនត្រឹមតែប៉ុណ្ណោះលោកតាក៏បានយកខ្សែសីមាយកមករុំនៅជុំវិញកន្ទេលនឹងផងដែរដោយសារតែសពរបស់តាហ្នឹងត្រូវដឹកនៅតាមផ្លូវនៅពេលយប់អញ្ចឹងគឺត្រូវតែមានការការពារបែបនេះហើយខ្លាចថាមានរឿងអ្វីមិនស្រួលកើតឡើងនឹងធ្វើឲ្យវាកាន់តែលំបាកបន្ទាប់ពីរៀបចំសពរួចរាល់ហើយនោះអ្នកភូមិក៏បាននាំគ្នាជួយលើកគ្នាដើម្បីដាក់ទៅលើរទេះប៉ុន្តែចៃដន្យអីនៅពេលដែលកំពុងតែលើកដាក់ទៅលើរទេះនោះស្រាប់តែមានខ្យល់បានបក់បោកមកយ៉ាងខ្លាំងប៉ុន្តែអ្នកភូមិដែលកំពុងតែលើកសពហ្នឹងបាននាំគ្នានៅតែបន្តលើកសពនេះដាក់ទៅលើរទេះដដែលដោយសារតែខ្យល់នេះវាមិនមែនទើបតែនឹងមាននោះទេតាមពិតទៅវាមានតាំងពីពេលដែលមានភ្នែកបន្ទោលមកម្លេះគប់ផ្សំជាមួយនឹងខ្យល់បក់បោកមកនោះក៏មានភ្នែកបន្ទោលបន្ថែមទៀតដែលធ្វើឲ្យពួកគេនោះបានឃើញរូបភាពមនុស្ស4នាក់កំពុងតែជួយគ្នាសែងសពដាក់ឡើងទៅលើរទេះប៉ុន្តែចៃដន្យអីនៅពេលហ្នឹងមិនដឹងថាមានរឿងអីកើតឡើងទេស្រាប់តែនៅសុកលោកពូម្នាក់ដែលជាអ្នកដើរមុខគេហ្នឹងគាត់បែរជាជំពប់ជើងដួលព្រុសដែលជាហេតុធ្វើឲ្យសពនោះគាត់ត្រូវបានធ្លាក់ទៅលើដីព្រោះលោកពូផ្សេងទៀតនោះគាត់កាន់អត់ជាប់នោះទេដោយសារតែមានអ្នកម្នាក់ហ្នឹងដួលទៅលើដីដែលជាហេតុធ្វើឲ្យសពនោះក៏បានរបូតធ្លាក់ទៅលើដីតែម្ដងគ្រាន់តែឃើញចឹងភ្លាមធ្វើឲ្យអ្នកភូមិម្នាក់ភ័យឡើងប្រលឹងចុងសក់ស្ព្រោះអីលោកតាបានហាមហើយថាកុំឲ្យសពនេះផ្កាប់មុខឬក៏ធ្លាក់ទៅលើដីឲ្យសោះប៉ុន្តែចៃដន្យអីបែរជាធ្វើឲ្យធ្លាក់ទៅលើដីដោយមិនមានចេតនាប៉ុន្តែភ្លាមនោះអ្នកភូមិម្នាក់ដែលធ្វើឲ្យជំពប់ជើងដួលអំបាយមិញហ្នឹងគាត់ក៏បានប្រញាប់ក្រោកឡើងនិងជួយលើកសពឡើងវិញភ្លាមផងដែរប៉ុន្តែយើងអាចនិយាយបានថាវាហួសពេលទៅហើយព្រោះអីសពបើសិនជាធ្លាក់គឺធ្លាក់ហើយចាណាក៏ដោយក៏ពួកគេនោះក៏ត្រូវតែធ្វើកិច្ចការមួយនេះឲ្យបានបញ្ចប់រួចរាល់ហើយសពក៏ត្រូវបានលើកដាក់ទៅលើរទេះគ្រាន់តែសពឡើងទៅដល់លើរទេះភ្លាមអ៊ំប្រុសម្នាក់ដែលជាចាស់ប្រតិចារនៅក្នុងភូមិ
គាត់បានស្ដីបន្ទោសឲ្យអ្នកភូមិម្នាក់ដែលចំពប់ជើងអបាយមិញនឹងឯងគាត់ថាហេតុអ្វីបានជាប្រហែសម្លេះហេតុអ្វីបានជាធ្វើឲ្យសពធ្លាក់ទៅលើដីដឹងទេថានេះគឺជាបំរាមបើសិនជាមានរឿងអីកើតឡើងតើឯងអាចទទួលខុសត្រូវបានដែរទេជាមួយនឹងកំហុសមួយនេះអ៊ំប្រុសម្នាក់នឹងគាត់ក៏បាននិយាយថាអត់ទេគាត់មិនចង់ឲ្យវាមានរឿងកើតឡើងនោះទេប៉ុន្តែមិនដឹងថាហេតុអីនៅសុកជើងរបស់គាត់ដូចជាមានដៃអីមួយនឹងចាប់អញ្ចឹងគឺចាប់ទាញផ្ដួលតែម្ដងហើយដៃនោះគាត់មានអារម្មណ៍ថាត្រជាក់អញ្ចឹងហើយបានជាធ្វើឲ្យគាត់ភ្ញាក់រហូតដល់គាត់ទន់ជង្គង់ដួលដំបូងឡើយគ្រប់គ្នាស្មានថាគាត់ជំពប់ជើងជាមួយនឹងអ្វីមួយប៉ុន្តែអ្នកភូមិនោះអត់មានឃើញអីនៅក្រោមជើងរបស់គាត់នោះទេហើយគាត់ក៏បានប្រាប់តាមនឹងលុះដល់ពេលដែលអ្នកភូមិបានឮអ៊ំប្រុសម្នាក់នឹងនិយាយថាមានអីចាប់ជើងគាត់អញ្ចឹងធ្វើឲ្យអ្នកភូមិនោះគិតថាច្បាស់ជាខ្មោចរបស់អត្តហើយសូម្បីតែគេសែងខ្មោចរបស់វាយកទៅធ្វើបុណ្យឲ្យហ្នឹងក៏វានៅរករឿងគេដែរគិតទៅខ្មោចតែហោងគឺពិតជាគួរឲ្យខ្លាចពិតមែនបន្ទាប់ពីរៀបចំសពរួចរាល់ហើយលោកតាបានស្រែកហៅឲ្យនាយសីហ្នឹងឡើងទៅលើរទេះជាមួយនឹងគាត់ដើម្បីត្រឡប់ទៅវត្តវិញបែរមកកាន់នាយសីឯណាដែលទៅតែនឹងឃើញហេតុការណ៍ដែលគួរឲ្យខ្លាចហ្នឹងគេហាក់ដូចជាមិនហ៊ានទៅអង្គុយក្បែរសពមិត្តភ័ក្តិរបស់គេនោះទេទោះបីជាពេលដែលគេនៅរស់គេនៅលេងជាមួយនឹងគ្នាដូចជាមិត្តភ័ក្តិសម្លាញ់ធម្មតាប៉ុន្តែនៅពេលដែលស្លាប់ទៅគឺខ្លាយទៅជាខ្មោចទៅហើយគ្មានមនុស្សឯណាយកខ្មោចធ្វើជាមិត្តភ័ក្តិនោះទេអញ្ចឹងបានជាគេចេះតែមានអារម្មណ៍ភ័យមិនចង់ហ៊ានឡើងទៅជាមួយនឹងលោកតាប៉ុន្តែលោកតាថាអញ្ចឹងបើសិនជាឯងមិនហ៊ានជិះរទេះជាមួយនឹងសពនោះទេអញ្ចឹងមានតែឯងដើរពីក្រោយរទេះទៅអញ្ចឹងគ្រាន់តែលើបែបនេះភ្លាមនាយសីក៏សុកចិត្តឡើងទៅលើរទេះផ្លែតចំណែកឯលោកតាវិញក៏បានឡើងទៅគង់នៅតាមក្រោយដោយលោកតានោះគង់នៅខាងក្រោយហើយនាយសីគឺគង់នៅពីមុខដោយជំហៀងជាមួយនឹងសពនឹងឯងបន្ទាប់មករទេះក៏ចាប់ផ្ដើមបរចេញទៅដោយមានអ្នកភូមិជាច្រើននិងក្រុមគ្រួសាររបស់សពនោះកំពុងតែឈរសម្លឹងមើលពីក្រោយបន្ទាប់ពីរទេះរងកិលខ្លួនចេញបានរៀងឆ្ងាយបន្តិចល្មមមកអាចអ្នកភូមិនៅមើលឃើញនៅពេលនោះស្រាប់តែមានភ្នែកបន្ទោលបានចាំងមកព្រាកភ្លើងព្រាកម្ដងហ្នឹងធ្វើឲ្យអ្នកភូមិមើលឃើញថានៅលើរទេះនោះមិនមែនមានតែ3នាក់នោះទេគឺមានរហូតដល់ទៅ4នាក់ដែលកំពុងតែអង្គុយនៅលើរទេះឃើញអញ្ចឹងធ្វើឲ្យអ្នកភូមិព្រឺសម្បល់ខ្ញាក់ព្រោះអីនៅពេលដែលចេញទៅហ្នឹងគឺឃើញតែ3នាក់តែប៉ុណ្ណោះដោយមានអ្នកបងម្នាក់លោកតាម្នាក់ហើយនិងនិស្ស័យម្នាក់ប៉ុន្តែនៅពេលនេះបែរជាឃើញអង្គុយនៅខាងក្រោយរហូតដល់ទៅ3នាក់មិនដឹងថាអ្នកណាគេនោះទេប៉ុន្តែបើសម្រាប់អ្នកភូមិនឹងប្រហែលជាស្មានដឹងហើយថានោះអាចជាខ្មោចរបស់អត្តព្រោះអីវាលងសាហាវណាស់សូម្បីតែព្រះសង្ឃនឹងក៏វាមិនលើកលែងដែរបន្ទាប់ពីរទេះត្រូវបានរសាត់ផុតបាត់ពីក្រសែភ្នែករបស់អ្នកភូមិក៏ចាប់ផ្ដើមនាំគ្នាបែកផ្លូវគ្នាត្រឡប់ទៅកាន់ផ្ទះវិញរៀងខ្លួនប៉ុន្តែមិនទាន់បានប៉ុន្មានផងស្រាប់តែមានភ្លៀងចាប់ផ្ដើមធ្លាក់មកដោយភ្លៀងនោះគឺមិនមែនជាភ្លៀងខ្លាំងអីនោះទេគ្រាន់តែរលឹមស្រិចតែប៉ុណ្ណោះដែលធ្វើឲ្យអ្នកភូមិកាន់តែមានការព្រួយបារម្ភចំពោះការធ្វើដំណើរដឹកសពរបស់នាយតាចូលទៅក្នុងវត្តមិនដឹងថាតើយ៉ាងម៉េចយ៉ាងម៉ាទៅហើយនោះទេប៉ុន្តែយ៉ាងណាក៏ដោយក៏ពួកគេនោះមានការជឿជាក់ទៅលើលោកតាព្រោះឯលោកតានោះគឺជាព្រះសង្ឃដែលចេះនៅមុនវិជាការខ្លាំងពូកែគ្រាន់បើដែរទោះបីជាលោកមិនចេះអួតអាងដូចជាគ្រូអាគមមួយចំនួនក៏ដោយប៉ុន្តែលោកធ្វើកិច្ចការងាររបស់លោកគឺមួយដឹងមួយនឹងមានប្រសិទ្ធភាពថែមទៀតអ្នកណាគេក៏ដឹងអ្នកណាគេក៏ស្គាល់អំពីស្នាដៃរបស់លោកដែរអញ្ចឹងហើយធ្វើឲ្យអ្នកភូមិនោះមានចិត្តកក់ក្ដៅបន្តិចប៉ុន្តែកូនចិត្តដែលព្រួយបារម្ភថាមានរឿងកើតឡើងនៅតាមផ្លូវនោះក៏នៅតែមានដែរវាមិនអត់នោះទេបែរមកកាន់និស្ស័យឯណែដែលកំពុងតែធ្វើដំណើរនៅលើរទេះជាមួយនឹងសពរបស់នេតានោះគេចេះតែភ័យមកវិញឡើងស្លេកចំណែកចុងដៃចុងជើងវិញក៏ត្រជាក់សរឹបដែរលោកតាបានរាវទៅប៉ះដៃរបស់និស្ស័យហើយលោកក៏មានសន្និដ្ឋានថាកុំទៅខ្លាចអីមានអាត្មានៅទីនេះទៅហើយទៅខ្លាចអីទៀតត្រឹមតែខ្មោចប៉ុណ្ណឹងនោះគេគឺស្លាប់បាត់ទៅហើយគេនឹងមិនមករករឿងឬក៏មកធ្វើទុកបុកម្នេញយើងនោះទេហើយបើថាខ្លាចខ្មោចខ្លាំងពេកចាំពេលដែលត្រឡប់ទៅវិញអាត្មានឹងបង្រៀននៅបាលីការពារកុំឲ្យខ្លាចខ្មោចនៅពេលដែលចេះបាលីនឹងហើយទោះបីជាមានខ្មោចអង្គុយនៅពីមុខក៏មិនខ្លាចដែរដល់តែពេលលឺអញ្ចឹងធ្វើឲ្យនិស្ស័យនោះរៀងសប្បាយចិត្តបន្តិចព្រោះអីក៏មានអារម្មណ៍ថាកក់ក្ដៅក៏ប៉ុន្តែលោកតាមានសង្ឃដែលការបែបនេះក៏ព្រោះតែមិនចង់ឲ្យនិស្ស័យនោះគេខ្លាចខ្លាំងពេកបើតាមមើលទៅគេអង្គុយចិត្តសាកសពខ្លាចឡើងចង់ញ័រខ្លួនអញ្ចឹងបានជាលោកតាចេះតែនិយាយពីនេះពីនោះដើម្បីបន្លប់កុំឲ្យគេខ្លាចច
ចំណែកលោកតាអាចារ្យដែលជាអ្នកបរទេះនោះវិញនៅពេលដែលមកដំបងនឹងចេះតែមានពាក្យសម្ដីសួរនាំទៅកាន់លោកតាប៉ុន្តែនៅពេលដែលត្រឡប់ទៅវិញគាត់បែរជាស្ងាត់ឈឹងអត់ដឹងថាគាត់កំពុងតែគិតអីនោះទេសូម្បីតែមួយម៉ាត់ក៏មិននិយាយដែរគិតតែពីបរទេះចាក់ចេញពីទីនេះត្រឡប់ទៅវិញនៅពេលដែលស្ថានភាពកំពុងតែស្ងប់ស្ងាត់រទេះចេះតែបរនៅលើផ្លូវឬសូរងើតងត់នឹងសម្រាប់ជើងរបស់គោដែលកំពុងតែដើរឡើងត្របាញ់នោះសុកស្រាប់តែឮសំឡេងឆ្កែលូគ្រាន់តែឮសំឡេងឆ្កែលូភ្លាមធ្វើឲ្យនិស្ស័យដែលកំពុងតែអង្គុយខ្លាចស្រាប់ហើយមុខរបស់គេនោះបែរចំសាកសពរហូតនឹងព្រឺសម្បល់ខ្ញាក់ហើយនៅពេលហ្នឹងគេក៏បានប្រញាប់រង្កិលខ្លួនរបស់គេទៅក្បែរលោកតាម្ដងបន្តិចនឹងយកដៃទៅតោងស្បង់ជីវររបស់លោកតាជាប់ចំណែកលោកតាដល់ទៅពេលឃើញអញ្ចឹងដឹងថានិស្ស័យគេកំពុងតែខ្លាចដូច្នេះលោកតាបានយកដៃទៅអង្អែក្បាលរបស់គេនិងប្រាប់ថាកុំភ័យអីវាមិនមានរឿងអីនោះទេចំណែកសម្លេងឆ្កែវិញវាចេះតែលូឡើងត្រហឹងមិនដឹងថាវាឃើញអីនោះទេបានជាវាចេះតែលូបែបនេះដែលសំបីតែលោកតាអាចារ្យនោះក៏កាន់តែលែងហ៊ានមាត់ផ្ទុយទៅវិញគាត់បែរជាកាន់តែបរគោយ៉ាងលឿនឲ្យគោធ្វើយ៉ាងណាប្រញាប់ធ្វើដំណើរចាក់ចេញផុតពីភូមិមួយនេះស្របពេលនឹងផងដែរនោះភ្លៀងក៏ចាប់ផ្ដើមធ្លាក់ចុះមកប៉ុន្តែវាមិនមែនជាភ្លៀងខ្លាំងអីនោះទេវាគ្រាន់តែជាភ្លៀងរលឹមតិចតែប៉ុណ្្នឹងឯងនៅពេលដែលរទេះបរកាន់តែលឿនទៅមិនយូរប៉ុន្មានរទេះនឹងក៏ចាប់ផ្ដើមបរដល់មាត់កំពង់ទឹកហើយមាត់កំពង់ទឹកនោះគឺជាកំពង់ទឹកដែលអ្នកភូមិតែងតែប្រើប្រាស់ជាពិសេសគឺជាកន្លែងដែលនេស័យហើយនិងនីតានោះតែងតែនាំគ្នាមកអង្គុយលេងនឹងមុជទឹកនៅទីនេះឲ្យតែពេលមុជទឹកម្ដងគឺពួកគេដឹងតែនាំគ្នាមកលោតមុជនៅកំពង់ទឹកនឹងហើយនៅលើកំពង់ទឹកហ្នឹងគឺមានគល់ត្នោតមួយដែលគល់ត្នោតនោះគឺបានងាប់បាត់ទៅហើយគេបានកាត់វាចេញនៅសល់តែគល់តែប៉ុណ្ណោះសម្រាប់អ្នកភូមិដាក់សម្លៀកបំពាក់របស់ពួកគេនៅលើហ្នឹងហើយក៏បានចុះទៅមុជទឹកប៉ុន្តែនៅពេលដែលរទេះបរទៅដល់កំពង់ទឹកហ្នឹងស្រាប់តែនិស្ស័យគេចោលភ្នែកទៅគេបានឃើញស្រមោលមួយដោយស្រមោលនោះគឺជាស្រមោលរបស់ក្មេងប្រុសម្នាក់កំពុងតែអង្គុយនៅលើគល់ត្នោតមុខកំពង់ទឹកនឹងឯងគេអង្គុយសំកកហាក់ដូចជាកំពុងតែរងចាំអ្វីមួយអញ្ចឹងប៉ុន្តែដោយសារតែពេលនេះងងឹតមើលមិនច្បាស់នោះទេមិនដឹងថាតើជាអ្នកណាគេទោះបីជាពេលនេះមេឃងងឹតប៉ុន្តែមានភ្នែកបន្ទោលចាំងមកម្ដងដែលជាហេតុធ្វើឲ្យពួកគេនោះបានឃើញថាក្មេងប្រុសម្នាក់នោះកំពុងតែអង្គុយអោបជង្គង់នៅលើគល់ត្នោតតែម្នាក់ឯងចំណែកឯនិស្ស័យវិញនៅពេលដែលគេឃើញនោះគេកាន់តែខំប្រឹងសម្លឹងមើលគេបន់ឲ្យតែមានភ្នែកបន្ទោលមកតែប៉ុណ្ណោះគេនឹងអាចមើលឃើញនៅរូបភាពរបស់ក្មេងប្រុសនឹងច្បាស់ព្រោះអីគេមានអារម្មណ៍ថារូបភាពដែលអង្គុយនេះហាក់ដូចជាធ្លាប់បានស្គាល់ហើយថែមទាំងឧស្សាហ៍ឃើញញឹកញាប់ថែមទៀតប៉ុន្តែគ្រាន់តែនិស្ស័យគេមិនទាន់ប្រកាសនៅក្នុងចិត្តថាតើជាអ្នកណាគេលុះដល់ពេលដែលមានភ្នែកបន្ទោលចាំងមកព្រាកម្ដងទៀតធ្វើឲ្យនិស្ស័យចាប់ផ្ដើមដឹងថានោះគឺជាខ្មោចរបស់នាយតាគ្រាន់តែគេប្រកាសចិត្តភ្លាមគេក៏បានស្ទុះក៏ជ្រុលទៅអោបលោកតាតែម្ដងចំណែកលោកតាវិញក៏បានប្រាប់ថាកុំខ្លាចអីវាមិនអីនោះទេគ្រាន់តែលោកតាមានសង្ឃដែលការបែបនេះភ្លាមហើយស្រាប់តែសត្វគោនោះវាហាក់ដូចជាបានដឹងថាមានអ្វីមួយមិនស្រួលនៅមុខរបស់វាអញ្ចឹងវាក៏ចាប់ផ្ដើមឈប់ដើរថ្មក់ហើយទៅជិតរបស់វាក៏ចាប់ផ្ដើមបះឡើងលើទោះបីជាលោកតាអាចារ្យនោះគាត់ខំប្រឹងវាយបណ្ដេញវាឲ្យទៅមុខឲ្យលឿនយ៉ាងណាក៏ដោយក៏គោទាំងពីរក្បាលនោះមិនព្រមទៅតែសោះវាសុកចិត្តចិញ្ជ្រុំជើងនៅពេលដែលលោកតាអាចារ្យនោះគាត់វាយបណ្ដេញវាម្ដងហើយគោនឹងវាហាក់ដូចជាមិនចង់ធ្វើដំណើរទៅមុខទាល់តែសោះប៉ុន្តែផ្ទុយទៅវិញវាបែរជាចង់ត្រឡប់មកក្រោយវិញធ្វើឲ្យលោកតាអាចារ្យនោះខំប្រឹងវាយវាប៉ុន្តែវានៅតែជ្រុំជើងមិនព្រមទៅណាដដែលចំណែកលោកតាដល់តែពេលឃើញអញ្ចឹងលោកតាបានប្រាប់ទៅកាន់អ្នកទាំងពីរថាកុំខ្លាចអីនោះមិនមែនជាវិញ្ញាណរបស់នីតានោះទេគ្រាន់តែវិញ្ញាណដែលមកបន្លំតែប៉ុណ្ណោះវិញ្ញាណទាំងអស់នេះវានៅពេលដែលឃើញសាកសមអញ្ចឹងវាតែងតែមកក្បែរបើសិនជាយើងមិនបានធ្វើពិធីឬក៏មានរបស់ការពារឬក៏ខ្សែសីមាការពារសពទេវាអាចនឹងចូលទៅក្នុងខ្លួនរបស់សាកសពហើយវានឹងប្រើសាកសពនោះធ្វើដូចជាម្ចាស់របស់វាអញ្ចឹងដែលជាហេតុធ្វើឲ្យអ្នកភូមិនោះមានការភ័យខ្លាចប៉ុន្តែលោកតានោះបានរុំជាមួយនឹងខ្សែសីមារួចទៅហើយហេតុនេះគឺវាមិនអាចមកធ្វើអ្វីបាននោះទេវាបានត្រឹមតែបង្ហាញខ្លួនត្រឹមតែប៉ុណ្្នឹងឯងប៉ុន្តែដោយសារតែវត្តមានរបស់វិញ្ញាណនឹង
អង្គុយនៅលើគល់ថ្នោតមិនព្រមទៅណាដែលជាហេតុធ្វើឲ្យគោនោះវាក៏មិនហ៊ានដើរទៅមុខអញ្ចឹងលោកតាក៏បានធ្វើការសូត្រនៅមន្តអាគមមួយផ្លែតក្រោយមកលោកតាក៏បានបាចនៅអង្គមួយក្តាប់ដែលលោកតាបានដាក់មកជាប់នៅក្នុងថង់យាមនោះជាមួយនឹងមន្តអាគមដែលលោកតាបានសូត្រទៅនឹងទៅចំតំបន់នឹងតែម្ដងគ្រាន់តែលោកតាបាច់អង្គហើយស្រាប់តែក្មេងប្រុសដែលកំពុងតែអង្គុយនៅលើគល់ថ្នោតហ្នឹងបានបែរមុខមើលមកកាន់ពួកគាត់បន្ទាប់មកវាក៏បានហក់ចូលទៅក្នុងទឹកលើសូរប្រងដែលធ្វើឲ្យនិស្ស័យនេះវិញព្រលឹងគឺចង់លុតចេញទៅខាងក្រៅទៅហើយប៉ុន្តែបានលោកតានៅក្បែរនឹងគេចេះតែតោងជាជីវររបស់លោកតាដែលធ្វើឲ្យគេនឹងក៏រៀងមានអារម្មណ៍ថាមិនសូវជាខ្លាចបន្តិចដែរបន្ទាប់ពីក្មេងប្រុសម្នាក់នឹងលូតចូលទៅក្នុងទឹកបាត់ទៅគោនោះក៏ចាប់ផ្ដើមធ្វើដំណើរដូចជាធម្មតាវិញនៅពេលដែលរទេះគោចាប់ផ្ដើមធ្វើដំណើរទៅមុខលោកតាក៏បានប្រាប់ទៅកាន់អ្នកទាំងពីរថាអំបញ្ញមិញដែលពួកគេបានឃើញហ្នឹងកុំយល់ច្រឡំឲ្យសោះវាមិនមែនជាវិញ្ញាណរបស់នីតានោះទេការពិតទៅវិញ្ញាណរបស់នីតាគឺត្រូវបានជាប់នៅកន្លែងដែលគេស្លាប់បាត់ទៅហើយក៏មិនទាន់មានអ្នកហៅវិញ្ញាណរបស់គេឲ្យមកដែរអញ្ចឹងនៅពេលដែលធ្វើពិធីបុណ្យនៅក្នុងវត្តលោកនឹងរៀបចំធ្វើពិធីដើម្បីហៅវិញ្ញាណរបស់គេឲ្យមកទទួលយកនៅពិធីបុណ្យដែលលោកបានធ្វើឬក៏គ្រួសាររបស់គេនោះបានធ្វើឲ្យហើយនឹងឲ្យគេទៅចាប់កំណើតឬក៏ទៅកាន់សុគតិភពទៅកុំឲ្យវិញ្ញាណជាប់នៅក្នុងព្រៃនោះនឹងអាចលងបន្លាចឬក៏ធ្វើបាបទៅកាន់អ្នកផ្សេងហើយការដែលជាប់នៅឃុំឃាំងនៅក្នុងព្រៃអញ្ចឹងទៀតវិញ្ញាណគឺគ្មានសេចក្តីសុខនោះទេចំណែកឯវិញ្ញាណដែលពួកគាត់ឃើញអបាយមិញឬក៏វិញ្ញាណដែលតែងតែបង្ហាញខ្លួនជារូបរាងឬក៏រូបភាពរបស់នេតានោះវាគ្រាន់តែជាវិញ្ញាណបន្លំតែប៉ុណ្ណោះការពិតទៅវាគឺជាវិញ្ញាណខ្មោចព្រាយផ្សេងនោះទេជ្រៅឱកាសនេះវាបន្លំនិងបន្លាចអ្នកភូមិដើម្បីឲ្យអ្នកភូមិនឹងមានការភ័យខ្លាចហើយបើសិនជាសួរលោកតាថាចោះតើពួកវាធ្វើបែបនេះដើម្បីអីលោកតាក៏អត់ដឹងដែរលោកតានឹងក៏មិនទាន់បានស្លាប់ខ្លាចទៅជាខ្មោចព្រាយបែបនេះអញ្ចឹងលោកតាមិនដឹងនោះទេអ្វីដែលលោកតាដឹងវាចង់លងបន្លាចនិងធ្វើឲ្យមនុស្សមានការភ័យខ្លាចតែប៉ុណ្្នឹងឯងក្រៅតែពីនឹងទៀតលោកមិនដឹងនោះទេប៉ុន្តែឲ្យតែយើងចេះដេញវាចេញទៅវានឹងលែងមករំខានយើងទៀតហើយគិតទៅអាណិតទៅដល់ញោមតាក់ណាអាយុទើបតែប៉ុណ្ណេះសោះបែរជាមកត្រូវស្លាប់តៃហោងនៅក្នុងព្រៃបែបនេះទៅវិញអញ្ចឹងលោកតាចាំបាច់ត្រូវតែហៅវិញ្ញាណរបស់គេឲ្យមកទទួលយកកុសលផលបុណ្យដែលក្រុមគ្រួសារសាច់ញាតិបងប្អូនធ្វើបុណ្យឧទ្ទិសកុសលឲ្យដើម្បីឲ្យគេនោះឆាប់ទទួលបានហើយនឹងទៅកាន់សុគតិភពទៅកុំឲ្យវិញ្ញាណនៅវិលនៅក្នុងព្រៃឬក៏នៅក្នុងភូមិការដែលវិញ្ញាណរបស់នរណាម្នាក់នៅវិលនៅទីតាំងកន្លែងណាមួយយូរទៅនឹងប្រែក្លាយទៅជាវិញ្ញាណខ្មោចនិងចាប់ផ្ដើមលងបន្លាចមនុស្សរាល់ពេលដែលមានអ្នកទៅតំបន់នោះបន្ទាប់ពីរឿងរ៉ាវមួយត្រូវបានដោះស្រាយរទេះគោរបស់ពួកគាត់នឹងក៏ចាប់ផ្ដើមធ្វើដំណើរបន្តទៅមុខទៀតទាំងកណ្ដាលរាត្រីដែលមើលអ្វីមិនឃើញទាំងអស់ក្រៅតែពីពន្លឺដែលចេញមកពីភ្នែកបន្ទល់ព្រាកតែប៉ុណ្្នឹងឯងនៅពេលដែលរទេះគោរៀបតែនឹងចេញផុតពីភូមិទៅហើយនៅពេលនោះនិស្ស័យដែលគេកំពុងតែភ័យខ្លាចស្រាប់ផងហ្នឹងគេបែរជាបានឃើញថាមានក្មេងប្រុសម្នាក់នោះកំពុងតែរត់ទៅតាមរទេះគោរបស់ពួកគេប៉ុន្តែចម្ងាយហ្នឹងគឺមិនជាចិត្តប្រមាណនោះទេអាចនិយាយបានថាខ្ទង់20ម៉ែត្រឯណោះពីរទេះឃើញបែបហ្នឹងគេក៏បានប្រញាប់ចង្អុលប្រាប់ទៅកាន់លោកតាដើម្បីឲ្យលោកតានោះងាកមើលទៅកាន់ស្រមោលដែលកំពុងតែរត់មកតាមរទេះនោះមិនដឹងថាតើជាស្រមោលអ្វីនោះទេចំណែកលោកតានៅពេលដែលងាកមើលទៅខាងក្រោយនោះគឺពិតជាបានឃើញស្រមោលស្ទង់កំពុងតែរត់មកពិតមែនគួបផ្សំជាមួយនឹងភ្នែកបន្ទោលភ្លឺផ្លែតថែមទៀតដែលម្ដងធ្វើឲ្យឃើញម្ដងធ្វើឲ្យអត់ចំណែកនិស្ស័យវិញក៏បាននិយាយទាំងភ័យខ្លាចថាលោកតាវាមកតាមទៀតហើយលោកតានោះវាកំពុងតែរត់មកបន្តិចទៀតហ្នឹងវារត់មកដល់រទេះយើងឥឡូវហើយប៉ុន្តែលោកតានោះក៏មិនបានមកកអ្វីដែរចំណែកឯគោឯនោះវិញគឺបាល់កាន់តែលឿនទៅទាំងដែលលោកតាអាចារ្យនោះដែលជាអ្នកបរទេះហ្នឹងមិនទាំងនឹងបានវាយបណ្ដេញវាផងប៉ុន្តែវាហាក់ដូចជាដឹងថាមានអ្វីកំពុងតែតាមពីក្រោយអញ្ចឹងហើយបានជាវាផ្អើលរត់យ៉ាងលឿនដោយខ្លួនឯងដែលវានឹងមិនខ្លាចក្រឡាប្រទេសនោះទេប៉ុន្តែផ្ទុយទៅវិញលោកតាបានប្រាប់ទៅកាន់លោកតាចាស់ថាកុំឲ្យគោរត់លឿនពេកបើមិនអញ្ចឹងទេចូលកងជង្ហុកក្រឡាប្រទេសមានគ្រោះថ្នាក់ទាំងអស់គ្នាឥឡូវហើយលោកតាអាចារ្យនោះគាត់ក៏ខំប្រឹងធ្វើឲ្យគោដែលកំពុងតែផ្អើលរត់លឿននោះបន្ថយល្បឿនដែរប៉ុន្តែមើលទៅវាហាក់ដូចជាមិនបានស្ដាប់គាត់នោះទេគិតតែពីរត់ទៅ
បើសិនជាគាត់កាន់តែវាយវាកាន់តែរត់កាន់តែលឿនអញ្ចឹងគឺគាត់មានតែទាញកន្លោះវាតែប៉ុណ្ណោះប៉ុន្តែទោះបីជាគាត់ខំប្រឹងទាញយ៉ាងណាក៏ដោយក៏ពួកវារត់ហាក់ដូចជាមិនចង់ឈប់ទាល់តែសោះដោយសារតែឃើញស្ថានភាពតឹងតែងបែបនេះលោកតាក៏បានយកអង្ករចេញពីក្នុងថង់យម្ដងទៀតបន្ទាប់មកក៏បានធ្វើការសូត្រសែបនៅមន្តវិជ្ជាការបានមួយផ្លែតហើយក៏បានបាច់ទៅខាងក្រៅរទេះទៅគឺបាច់សម្ដៅទៅកាន់ស្រមោលដែលកំពុងរត់មកតាមរទេះពួកគាត់នឹងឯងភ្លាមនោះស្រមោលរបស់ក្មេងប្រុសដែលកំពុងតែរត់មកតាមពីក្រោយរទេះហ្នឹងក៏ស្រាប់តែបាត់ទៅវិញដោយឯងដូច្នេះរទេះក៏បានបោចាកចេញពីភូមិនេះបាត់ទៅទាំងដែលមេឃនោះកំពុងតែរលឹមស្រេចមិនទាន់ដាច់ដំណក់នៅឡើយនោះទេប៉ុន្តែយ៉ាងណាក៏ដោយការធ្វើដំណើរមួយនេះវាហាក់ដូចជាមិនសូវជាមានការរំខានប៉ុន្មាននោះទេដោយសារតែភ្លៀងរលឹមផ្លូវក៏វាមិនទាន់សើមជោគអញ្ចឹងបើសិនជាស្រូតដំណើរបន្តិចទៀតប្រហែលជាអាចទៅដល់វត្តមុនពេលដែលផ្លូវនឹងពិបាកនៅក្នុងការធ្វើដំណើរអញ្ចឹងលោកតាក៏បានបោកគោរៀងលឿនបន្តិចទៀតដើម្បីឲ្យប្រញាប់ទៅដល់វត្តវិញហើយនៅពេលដែលបរទេះតាមផ្លូវហ្នឹងអ្នកដែលខ្លាចខ្លាំងជាងគេគឺជានិស្ស័យគឺចេះតែមើលទៅកាន់សាកសពដែលកំពុងតែដេករុំជាមួយនឹងកន្ទេលនៅនឹងមុខរបស់គេនឹងឯងគេមើលបណ្ដាចេះតែមានអារម្មណ៍ភ័យបណ្ដាសំណាងឲ្យបានលោកអៅយ៉ងគង់នៅចិត្តនឹងបើសិនជាអត់មានលោកអៅយ៉ងនោះទេគេប្រហែលជារត់ចោលរទេះតាំងពីយូរណាស់មកហើយក៏ប៉ុន្តែគេគឺទើបតែនឹងទៅបួសរៀនជាមួយនឹងលោកអៅយ៉ងជិតមួយខែតែប៉ុណ្ណោះអញ្ចឹងគឺគេមិនទាន់សូវដឹងច្បាស់អំពីមន្តវិជ្ជាការឬក៏បាលីដែលលោកអៅយ៉ងបានចេះនោះទេតតែពេលនេះទើបគេដឹងថាការប៉ັດសំបីតែពពួកខ្មោចព្រាយនោះក៏មិនហ៊ានជាមួយនឹងលោកអៅយ៉ងដែរអញ្ចឹងគឺគេអាចរៀននៅវិជ្ជាមន្តអាគមឬក៏បាលីទាំងអស់នោះពីលោកអៅបានគ្រាន់តែការពារខ្លួននៅពេលដែលគេទៅណាម្ដងហើយត្រូវបានជួបជាមួយពពួកខ្មោចទាំងអស់ហ្នឹងគិតបណ្ដាភ្នែករបស់គេបិទបណ្ដាព្រោះតែគេនោះមិនចង់បើកឃើញនៅសាសពរបស់អត្តដែលកំពុងតែដេកស្ដុកស្ដឹងនៅមុខគេនោះទេព្រោះបើសិនជាគេឃើញអញ្ចឹងនឹងធ្វើឲ្យគេគិតច្រើនធ្វើឲ្យគេកាន់តែខ្លាចលុះមួយសន្ទុះក្រោយមករទេះគោក៏ចាប់ផ្ដើមធ្វើដំណើរឈានចូលទៅក្នុងរបងវត្តវិញដែលធ្វើឲ្យនិស្ស័យនោះគេក៏រៀងមានអារម្មណ៍ថាធូរទ្រូងបន្តិចដែរនៅពេលដែលពួកគេត្រឡប់មកដល់ក្នុងវត្តព្រោះឯនៅក្នុងវត្តនោះគេជឿថាมันមានខ្មោចវាហ៊ានចូលមកអុកឡុកឬក៏លឹមបន្លាចពួកគេនោះទេចំណែកឯសាសពរបស់នេតាបន្ទាប់ពីមកដល់ក្នុងវត្តលោកតាបានប្រាប់ឲ្យព្រះសង្ឃផ្សេងទៀតនោះមករៀបចំមឈូសដែលបានត្រៀមទុករួចជាស្រេចសម្រាប់ដាក់សាសពហ្នឹងយកមកដាក់សាសពរបស់នេតាព្រោះស្អែកឡើងនឹងត្រូវធ្វើពិធីបុណ្យនិងធ្វើការបូជានៅក្នុងថ្ងៃស្អែកតែម្ដងអញ្ចឹងនៅក្នុងយប់នេះគ្រាន់តែដាក់នៅក្នុងមឈូសដើម្បីដង្កល់សពសិនតែប៉ុណ្ណោះបន្ទាប់ពីរៀបចំរួចរាល់ហើយនោះលោកតាក៏បានធ្វើការសូត្រនៅបាលីឬក៏មន្តវិជ្ជាការទៅតាមអ្វីដែលលោកតែងតែធ្វើនៅក្នុងពិធីបុណ្យសពហ្នឹងដើម្បីការពារឲ្យបានត្រឹមត្រូវដោយសារតែខ្មោចរបស់និតៈហ្នឹងគឺជាខ្មោចតៃហោងហើយនៅពេលដែលរៀបចំរួចរាល់ហើយហ្នឹងព្រះសង្ឃផ្សេងទៀតបាននាំគ្នាមកសូត្រធម៌នៅជុំវិញមឈូសមួយនេះបន្ទាប់ពីសូត្រធម៌ហើយពេលវេលាជប់ជ្រៅក៏កាន់តែចូលមកដល់ព្រះសង្ឃក៏ចាប់ផ្ដើមចាកចេញត្រឡប់ទៅកុដិវិញម្ដងមួយរហូតដល់តែអស់គឺនៅសល់តែនេស្ស័យហើយនឹងនេះឯងតែប៉ុណ្ណោះដែលលោកតាបានប្រាប់ឲ្យពួកគេទាំងពីរនាក់នៅក្នុងយប់ហ្នឹងតម្រូវឲ្យពួកគេទាំងពីរនាក់ដេកយាមសាកសពនេះជាមួយនឹងគ្នាដើម្បីការពារកុំឲ្យនេស្ស័យខ្លាចហើយនេះឯងនោះគឺជាក្មេងវត្តដែលមករស់នៅតាំងពីមុននេស្ស័យទៅទៀតឯណោះចំពោះនេះឯងគេអត់មានមាត់កឬក៏បដិសេធអីនោះទេប៉ុន្តែផ្ទុយទៅវិញនេស្ស័យនោះគឺគេចង់បដិសេធគេមិនចង់ដេកយាមឡើយដោយសារតែគេដឹងថាខ្មោចអត្តនោះលើងសាហាវអញ្ចឹងហើយបានជាគេមិនចង់ត្រូវបានវាលើងទៀតឡើយប៉ុន្តែលោកតាមានសង្កេតការថាហើយចោះបើសិនជាឲ្យឯងដេកយាមតែម្នាក់ឯងតើនៅពេលដែលមានរឿងអីកើតឡើងតើបានអ្នកណាគេជួយវាក្នុងនាមជាកូនសិស្សលោកទាំងអស់គ្នាត្រូវតែចេះជួយយកអាសាគ្នាទៅវិញទៅមកណាមួយដេកយាមពីរអ្នកអញ្ចឹងវាគ្រាន់តែកុំឲ្យឯងខ្លាចដែរប៉ុន្តែការពិតទៅឯងវាអត់ចេះខ្លាចខ្មោចទេព្រោះអីវាគឺនៅវត្តតាំងពីក្មេងមកម្លេះវាគឺជាកូនកំព្រាអញ្ចឹងលោកតាចាត់ចែងយ៉ាងណាគឺវាធ្វើយ៉ាងហ្នឹងមានតែនិស្ស័យទេដែលហាក់ដូចជាចង់ប្រកែកព្រោះគេដឹងថាខ្មោចរបស់អត្តគឺជាខ្មោចតែហោងចំណែកឯនេះឯងវិញគឺគេអត់ដឹងអីទាំងអស់ដោយសារតែគេរវល់ទៅនៅវត្តនោះអត់បានដឹងរឿងដែលបានកើតឡើងនៅក្នុងភូមិនោះទេអញ្ចឹងបានជាគេអត់ប្រកែកដូចជានិស្ស័យទោះបីជានិស្ស័យខំប្រឹងប្រកែកយ៉ាងណាក៏ដោយក៏លោកតាប្រាប់ឲ្យគេមិនចាំបាច់តវ៉ាច្រើនឡើយ
ដេកយាមសពនេះជាមួយនឹងនាឯងទៅចាំព្រឹកស្អែកឡើងសពនេះនឹងត្រូវបានធ្វើបុណ្យនិងបូជាហើយអញ្ចឹងមិនចាំបាច់ពិបាកនៅក្នុងការដេកយាមបន្តទៀតនោះទេដោយសារតែលោកតាប្រើអញ្ចឹងនិស្ស័យក៏អាចលែងតវ៉ាបានទៀតអញ្ចឹងក៏សម្រេចចិត្តដេកយាមសពនេះជាមួយនឹងនាឯងតែម្ដងទៅពេលវេលាយប់កាន់តែជ្រៅកាន់តែស្ងាត់ទៅនិស្ស័យដែលដឹងរឿងគឺមានអារម្មណ៍ថាព្រឺក្បាលផ្ទុយទៅវិញនាឯងដែលមិនបានដឹងរឿងអីទាំងអស់ហ្នឹងគឺគេដេកលក់យ៉ាងស្កប់ស្កល់ដោយមិនមានខ្លាចអ្វីទាំងអស់ផ្ទុយតែនិស្ស័យតែប៉ុណ្ណោះចេះតែមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងស្រាវឆ្អឹងខ្នងម្ដងម្កាលហើយស្របពេលដែលនាឯងនោះដេកលក់ចោលគេបាត់ទៀតដែលធ្វើឲ្យគេមានអារម្មណ៍ខ្លាចកាន់តែខ្លាំងណាមួយរូបភាពដែលគេបានឃើញនេតាមកជាមួយនឹងលោកតារបស់គេកាលពីក្បាលប្រលប់នោះនៅតែលេចឡើងនៅក្នុងខួរក្បាលរបស់គេមិនឈប់ផុតតែសោះជាពិសេសរូបភាពដែលអង្គុយនៅលើគល់ថ្នោតមាត់កំពង់ទឹកនោះធ្វើឲ្យគេនោះមានអារម្មណ៍ខ្លាចកាន់តែខ្លាំងអញ្ចឹងហើយបានជាធ្វើឲ្យនាសីនោះហាក់ដូចជាដេកមិនលក់ទាល់តែសោះគេពិតជាចង់ថ្មិចភ្នែកដេកលក់បើកភ្នែកឡើងមេឃព្រឹកល្មមប៉ុន្តែមិនដឹងថាហេតុអ្វីបានជាខួរក្បាលរបស់គេនោះចេះតែគិតវល់អំពីរឿងរ៉ាវដែលបានកើតឡើងដែលជាហេតុធ្វើឲ្យគេដេកមិនលក់ប៉ុន្តែបន្ទាប់ពីមួយសន្ទុះក្រោយមកទម្រាំតែធ្វើចិត្តស្ងប់រៀបនឹងដេកទៅហើយនឹងស្រាប់តែគេបានលើសំឡេងស្រែកហៅឈ្មោះរបស់គេតែម្ដងហើយថែមទាំងលាយជាមួយនឹងសំឡេងសើចតាមក្រោយថែមទៀតដែលធ្វើឲ្យគេនោះភ្ញាក់ព្រឹត្តនិងបើកភ្នែកឡើងប៉ុន្តែនៅពេលដែលបើកភ្នែកឡើងទៅស្រាប់តែគេបាសក់ជ្រងគឺដោយសារតែអត់មានបានឃើញនេះឯងដេកនៅក្នុងមុងជាមួយនឹងគេនោះទេធ្វើឲ្យគេនោះចាប់ផ្ដើមភ័យនិងព្យាយាមក៏លេចស្វែងរកមើលនេះឯងតើគេទៅណាយប់ស្មោះនេះទៅហើយនឹងហើយអបាញ់មិញនោះមិនដឹងថាគេដេកមួយភាំងនោះប៉ុន្មានម៉ោងទៅហើយនោះទេបានជាក្រោកឡើងបាត់នេះឯងអញ្ចឹងគេក៏បានប្រញាប់ក្រោកអង្គុយនិងងាកមើលជុំវិញខ្លួននៅពេលនោះស្រាប់តែឃើញនេះឯងកំពុងតែអង្គុយនៅមាត់ចណ្ដាលឡើងឃើញអញ្ចឹងធ្វើឲ្យគេភ្ញាក់ព្រឹត្តហេតុអ្វីបានជានេះឯងទៅអង្គុយនៅកន្លែងនឹងទៅវិញដូច្នេះគេក៏បានក្រោកចេញពីមុងដើម្បីដើរតម្រង់ទៅរកនេះឯងនឹងសួរថាហើយចោះយប់ស្មោះនេះតាហើយឯងមកអង្គុយលេងអីអញ្ចឹងមិនព្រមតែដេកទៅពួនអីទេនិយាយបណ្ដាគេបានដើរសំដៅទៅរកនេះឯងបណ្ដាប៉ុន្តែចំណែកអីតែនេះឯងនោះអង្គុយសើចអត់មានងាកមករកគេឬក៏និយាយរកគេអីទាំងអស់ធ្វើឲ្យគេនោះកាន់តែឆ្ងល់អញ្ចឹងនិស្ស័យក៏បានដើរចូលទៅកាន់តែជិតបន្ទាប់មកក៏បានយកដៃទៅកែស្មារបស់នេះឯងហើយនៅពេលដែលនេះឯងងាកមកក៏ការពិតមិនមែនជានេះឯងនោះទេគឺធ្វើឲ្យនិស្ស័យហ្នឹងស្ទើរតែដាច់ផ្ងាហើយថែមទាំងបានស្រែកខ្លាំងថែមទៀតថាជួយផងខ្មោចលងជួយផងខ្មោចលងមូលហេតុដែលស្អីគេស្រែកបែបនេះគឺដោយសារតែក្មេងប្រុសនោះគឺជានេតាដែលជាមិត្តភក្តិរបស់គេហើយនេតានោះបានស្លាប់ទៅហើយហេតុអ្វីបានជាមកអង្គុយនៅទីនេះទៅវិញហើយព្រមទាំងសោចដែលគួរឲ្យខ្លាចដាក់គេថែមទៀតអញ្ចឹងហើយបានជានិស្ស័យគេស្រែកឲ្យជួយផងប៉ុន្តែភ្លាមនោះគេក៏បានភ្ញាក់ស្ទើរតែលុះព្រលឹងម្ដងទៀតគឺដោយសារតែមានដៃមកទះស្មាគេពីក្រោយហើយនៅពេលដែលគេងាកទៅទើបដឹងថាការប៉ັດគឺជានេះឯងបានសួរថាហើយចោះឯងមកស្រែកអីទាំងកដាយប់អញ្ចឹងមិនព្រមចូលទៅដេកទៅពួនទេអីធ្វើឲ្យរំខានដល់ហើយឯងនេះដល់ទៅពេលឃើញថាអ្នកដែលទះស្មានៅពីក្រោយអំបញ្ញមិញគឺជានេះឯងធ្វើឲ្យនិស្ស័យនោះក៏រៀងធូរទ្រូងបន្តិចហើយគេក៏បានប្រញាប់ងាកមើលទៅកាន់ក្មេងប្រុសដែលអង្គុយអំបញ្ញមិញនឹងឯងដែលងាកមុខមកគឺជានេតានោះថែមទាំងបានចង្អុលប្រាប់ទៅកាន់នេះឯងថាខ្មោចរបស់តាក់គឺវាលើងយើងហើយនៅពេលដែលគេងាកមើលទៅអត់មានឃើញអីទាំងអស់ចំណែកនេះឯងវិញក៏បាននិយាយថាឯណាខ្មោចរបស់តាក់ឯងថាខ្មោចតាក់លើងឯងឯណាមិនក៏យើងមិនឃើញអញ្ចឹងឯងនេះពិតជាចំមែនហើយវៃអាយប់ស្មោះហ្នឹងអត់ព្រមតែដេកទៅពួនទេបែរជាមកឈរស្រែកលោឡាអញ្ចឹងធ្វើឲ្យរំខានទៅដល់លោកតាប្រយ័ត្នតែលោកតាមកខោកកញ្ញោឯងទៅបន្ទាប់ពីនិយាយបែបនេះហើយនេះឯងគេក៏បានដើរទៅដេកវិញចំណែកឯងនេះស្អីមិនអស់ចិត្តហេតុអ្វីបានជានៅសុកពេលដែលគេក្រោកឡើងបាត់មិនឃើញនេះឯងដេកនៅក្នុងមុងជាមួយនឹងគេដែរអញ្ចឹងបានជាគេចេញមកក្រៅដើម្បីស្វែងរកហើយនេះឯងប្រាប់ថាបើសារតែអំបញ្ញមិញហ្នឹងយើងឈឺនោមពេកបានជាយើងក្រោកទៅនោមយើងមិនចង់ដាស់ឯងនោះទេព្រោះតែខ្លាចរំខានឯងដេកប៉ុន្តែមិននឹកស្មានថាពេលដែលយើងមកពីនោមវិញអត់ឃើញឯងផ្ទុយទៅវិញបែរជាលើសំឡេងឯងស្រែកនៅមាត់ចណ្ដាលទៅវិញចំជាចម្លែកមែនឯងនេះតាមពិតទៅរឿងហេតុគឺវាបែបហ្នឹងសោះបន្ទាប់ពីបានដឹងរឿងអស់ហើយហ្នឹងនិស្ស័យគេក៏បានចូលទៅដេកដែរប៉ុន្តែនៅក្នុងចិត្តនៅតែភ័យនៅឡើយមិនទាន់បាត់នោះទេ
ដោយសារតែខ្មោចរបស់នីតាហ្នឹងចេះតែមកលងបន្លាចខ្លួនកាលពេលដែលគេនៅរស់គឺជាមិត្តល្អប៉ុន្តែដល់ទៅពេលស្លាប់ទៅហើយរបានជាវាចេះតែមកលងបន្លាចគេបែបនេះទាំងដែលវាដឹងហើយថាគេហ្នឹងខ្លាចខ្មោចខ្លាំងដល់ទៅពេលអញ្ចឹងធ្វើឲ្យនេស័យចាប់ផ្ដើមមានកំហឹងខឹងជាមួយនឹងខ្មោចរបស់នីតាដែលធ្លាប់ជាមិត្តភក្តិនឹងគ្នាបែរមកនេះឯងគេបានស្ដីឲ្យនេស័យដោយសារតែស័យនោះគេមិនព្រមដេកទតែសោះចេះតែរើចោះរើឡើងធ្វើឲ្យវារំខានម្ដងដេកផ្អៀងទៅខាងណាម្ដងដេកផ្អៀងទៅខាងនោះដែលធ្វើឲ្យគេនោះក៏ដេកអត់លក់តាមដែរអញ្ចឹងហើយបានជាត្រូវបាននេអេនោះស្ដីឲ្យហើយឯងក៏ថែមទាំងបាននិយាយថាវាធម្មតានោះទេយូរទៅគង់តែស្វមហើយសំណាងហើយដែលដេកជាម្ដងតែ2នាក់កាលពីចំនួនគេមកធ្វើជាកូនសិស្សលោកដំបងនោះលោកឲ្យដេកយាមតែម្នាក់ឯងតែប៉ុណ្ណោះគេមិនទាំងនឹងថាអីផងចោះទម្រាំតែពេលនេះស្អីគេបានដេកយាមរហូតដល់តែ2នាក់ឯណោះបែរជាធ្វើដូចជារឿងធំអញ្ចឹងយូរទៅវាគង់តែស្វមទេហើយខ្មោចហ្នឹងក៏លែងខ្លាចទៀតដែរដូចជាខ្លួនអញ្ចឹងទោះបីជាពេលនេះដេកជាមួយនឹងខ្មោចហ្នឹងក៏គេគ្មានអារម្មណ៍ខ្លាចសូម្បីតែបន្តិចព្រោះអីគេស្វមជាមួយនឹងពួកវាតាំងពីក្មេងមកម្លេះទោះបីជាបានស្ដាប់ឮអីនិយាយបែបនេះក៏ដោយក៏សៃនោះគេនៅតែមានអារម្មណ៍ថាខ្លាចដដែលដោយសារតែគេនោះមិនទាន់ស្វមទើបតែនឹងមករស់នៅក្នុងវត្តបានប្រមាណទើបតែ1ខែតែប៉ុណ្ណោះហើយណាមួយកាលពីក្បាលប្រលប់រហូតមកដល់ពេលនេះគេបានជួបជាមួយនឹងខ្មោចរបស់នេតា2-3 ដងទៅហើយអញ្ចឹងហើយរឿងអីដែលថាគេមិនខ្លាចប៉ុន្តែបន្ទាប់ពីគេព្យាយាមសង្ងំដោយមិនរើបំរាស់ព្រោះខ្លាចរំខានទៅដល់អីហ្នឹងមួយសន្ទុះក្រោយមកគេក៏បានដេកលក់ទៅបាត់ទៅប៉ុន្តែខ្មោចរបស់នេតាហ្នឹងនៅតែមិនអោយស្អីនោះគេបានសុកនោះទេចេះតែមកលេងជាមួយនឹងស្អីរហូតនៅក្នុងយប់ហ្នឹងស្អីបានឮសំឡេងគោះមឈូទៀតឮសូរតែតុកតុកតុកសំឡេងស្ដាប់មើលទៅឮសូរដូចជាមានគេមកគោះមឈូពីក្នុងមកដែលធ្វើឲ្យស្អីដឹងថាគ្មានអ្នកណាក្រៅតែពីខ្មោចរបស់អត្តនោះទេហើយអ្វីបានជាវាចេះតែលងបន្លាចខ្លួនអញ្ចឹងមិនព្រមទៅកាន់សុគតិភពតតែសោះខ្លួនធ្លាប់ជាមិត្តល្អនឹងគ្នាមិនគួរណាមកលងបន្លាចគ្នាអញ្ចឹងនោះទេហើយសំឡេងនោះមិនមែនឮតែនិស័យនោះទេសូម្បីតែនេះអីហ្នឹងគឺក៏បានឮដែរហើយដោយសារតែការរើព្រុសប្រាស់បន្ទាប់ពីឮសំឡេងគោះនោះធ្វើឲ្យឯងគេភ្ញាក់ដឹងខ្លួនឡើងម្ដងទៀតហើយគេក៏បាននិយាយថាកុំតែខ្វល់ជាមួយនឹងវាអីបើសិនជាយើងធ្វើជាមិនដឹងធ្វើជាមិនឮទៅយូរវាគង់តែបាត់ដោយខ្លួនឯងនោះទេប៉ុន្តែបើសិនជាយើងរវល់តែធ្វើជាខ្លាចធ្វើជាភ័យជាមួយនឹងវានៅតែវិលក្បែរខ្លួនរបស់យើងមកលងបន្លាចយើងមិនឈប់ឡើយឲ្យតែយើងតាំងចិត្តឲ្យខ្លាំងរឹងមាំមិនខ្លាចវាមិនចាំបាច់ចេះមន្តអាគមបល័យអីនោះទេគ្មានខ្មោចណាវាហ៊ានមកលងយើងឡើយចង់ឯខ្មោចតៃហងសាហាវប៉ុណ្ណាក៏ដោយឲ្យតែយើងធ្វើជាមិនដឹងមិនឮធ្វើជាមិនខ្លាចកុំខ្វល់ជាមួយនឹងវានឹងទៅវិញបាត់ដោយឯងតែម្ដងពពួកខ្មោចទាំងអស់ហ្នឹងវាខូចណាស់វាលងតែអ្នកណាដែលខ្លាចវាទេបើអ្នកអត់ខ្លាចវាវិញណាសំបីតែក្បែរហ្នឹងក៏វាមិនចង់ក្បែរផងសំបីតែបញ្ចេញសម្លេងឲ្យយើងឮនោះវាក៏មិនចង់បញ្ចេញសម្លេងឲ្យយើងឮផងកុំថាឡើយមកលងបន្លាចយើងអញ្ចឹងឯងជឿយើងទៅធ្វើជាមិនដឹងមិនឮធ្វើជាមិនឃើញដូចជាមិនដឹងរឿងអីទាំងអស់នៅឲ្យតែស្ងៀមយូរអាការរំខានទាំងអស់ហ្នឹងវានឹងបាត់ដោយខ្លួនឯងយើងធ្លាប់ឆ្លងកាត់អស់ហើយបាត់ពិសោធន៍ទាំងអស់ហ្នឹងនោះកាលពីដំបូងនោះយើងក៏ខ្លាចដូចជាឯងដែរប៉ុន្តែបន្ទាប់ពីយើងរស់នៅក្នុងវត្តយូរទទួលបានការអប់រំនិងបទូមានពីលោកតានោះយើងក៏លែងខ្លាចខ្មោចទៀតដែរការពិតទៅលោកតាក៏បានបង្រៀនបាលីការពារខ្មោចដល់យើងដែរប៉ុន្តែគ្រាន់តែយើងនោះមិនដែលបានប្រើវានោះទេដោយសារតែយើងលែងខ្លាចខ្មោចតាំងពីយូរណាស់មកហើយអញ្ចឹងឯងមិនចាំបាច់រៀនបាលីអ្វីច្រើនឡើយគ្រាន់តែឯងធ្វើទៅតាមដែលយើងប្រាប់ទៅគឺវាគ្មានរឿងអីនោះទេដំបូងឡើយវាអាចនឹងមានអារម្មណ៍ថានៅតែព្រឺឆ្អឹងខ្នងនៅតែខ្លាចប៉ុន្តែយូរទៅឲ្យតែឯងធ្វើបែបនេះជាញឹកញាប់វានឹងស៊ាំទៅហើយណាមួយការដេកយាមសាកសពបែបនេះវានឹងកើតឡើងជាបន្តបន្ទាប់ទៀតកាលពីមុនពេលដែលឯងមិនទាន់មកនៅក្នុងវត្តគឺមានតែយើងនឹងឯងដែលជាអ្នកដេកយាមប៉ុន្តែនៅពេលនេះបានគ្នាពីរអ្នកអញ្ចឹងក៏វាល្អដែរហើយណាមួយឯងក៏មិនសូវខ្លាចដោយការពេលដែលយើងដេកយាមម្នាក់ឯងដែរអញ្ចឹងយើងសង្ឃឹមថាថ្ងៃណាមួយឯងនឹងលែងខ្លាចខ្មោចដូចជាយើងអញ្ចឹងឥឡូវនៅពេលនេះកុំខ្វល់ច្រើនពេកដេកទៅចង់វាឲ្យធំក្លិនអីក៏ដោយចង់វាឲ្យឮសំឡេងអីក៏ដោយមិនចាំបាច់ខ្វល់នោះទេវាមិនអាចមកធ្វើអ្វីយើងបានឡើយពពួកខ្មោចទាំងអស់នឹងនោះ
វាបានត្រឹមតែមកលងបន្លាចដើម្បីឲ្យយើងខ្លាចតែប៉ុណ្ណោះវាគ្មានអាចមកច្របាច់កយើងសម្រាប់យើងបាននោះទេបន្ទាប់ពីនិយាយចប់ហើយនេះឯងគេក៏បានប្រែខ្នងហើយដេកបាត់ទៅចំណែកឯនីសីបន្ទាប់ពីបានលឺនេះឯងនិយាយប្រាប់បែបនេះគេក៏ធ្វើចិត្តឲ្យខ្លួនឯងហ្នឹងក្លាហានហើយចាប់តាំងពីពេលហ្នឹងទៅគេក៏មានអារម្មណ៍ថាលែងសូវខ្លាចដូចមុនដែរវាអាចកាត់បន្ថយការខ្លាចនោះរហូតដល់ទៅ 50% ឯណោះអញ្ចឹងយប់នេះក៏ត្រូវបានកន្លងផុតទៅលុះដល់ថ្ងៃព្រឹកស្អែកឡើងក្រុមគ្រួសារនិងអ្នកភូមិនោះក៏បានមកវត្តដើម្បីធ្វើពិធីបុណ្យបូជានេតៈឲ្យបានរួចរាល់ហើយពិធីបុណ្យនេតៈហ្នឹងក៏ត្រូវបានធ្វើរួចហើយនេសីបានប្រាប់អំពីហេតុការណ៍ឬក៏រឿងរ៉ាវដែលបានកើតឡើងកាលពីយប់មិញទៅកាន់លោកតាដោយលោកតានោះប្រាប់ថាធ្វើទៅតាមអ្វីដែលឯងគេប្រាប់ទៅព្រោះតែគេមករស់នៅក្នុងវត្តមុនឯងនឹងមានបទពិសោធន៍មុនឯងកាលពីមុនឯងគេខ្លាចខ្មោចស្ទើរតែខ្លាចជាងឯងទៅទៀតប៉ុន្តែបន្ទាប់ពីគេរស់នៅក្នុងវត្តនេះយូរៗទៅគេលែងខ្លាចអីទាំងអស់អញ្ចឹងគាត់សង្ឃឹមថានៅថ្ងៃក្រោយទៀតសៃមិនចាំបាច់រៀនបាលីអីនោះទេយូរៗទៅវាគង់តែបាត់ដោយខ្លួនឯងទេអារឿងខ្លាចខ្មោចទាំងអស់នឹងនោះហើយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់ត្រឹមតែប៉ុណ្្នឹងឯងadmin ក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានស្ដាប់សាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់